จะเรียบสู้บองบองទាំងអស់គ្នាសាជាថ្មីយើងជួបគ្នាទៀតហើយបន្ទាប់ពីមួយសប្តាហ៍កន្លងផុតទៅយើងថ្ងៃនេះយើងបន្តកិច្ចការរបស់យើងប៉ុន្តែមុននឹងយើងបន្តក៏សូមសួរដែរមិនដែរណែ homework បាទបាទនិយាយទៅមិនបញ្ហាទេថាថតអីក៏បានដែរបើគាត់ថាថ្ងៃនេះយើងនឹងពុនដំបូងយើងនឹង review មេរៀនបន្តិចពាក់ព័ន្ធទៅនឹងប្លង់ថតប្លង់អីតិចទៅហើយបន្ទាប់មកយើងនឹងរៀនមេរៀនថ្មីរបស់យើងចាប់ផ្ដើមដំបូងគឺ edit រូបថតដូចដែលយើងបាននិយាយគ្នាហើយបើដើម្បីឲ្យងាយស្រួលកុំឲ្យបាក់ចេញថតច្រើនដងទៀតយកអារូបថត homework យើងមក edit ទៅដោយអាហ្នឹងវាងាយស្រួលហើយថ្ងៃនេះផងដែរនោះក៏មានលោកគ្រូថ្មីម្នាក់គាត់ជាអ្នកជំនាញខាងថតរូបផ្ទាល់របស់ Google Global TV គាត់អ្នកថតសិល្បៈភាគច្រើននៅ Google Global School ហើយគាត់ឈ្មោះនឹងសុធារតនេះគាត់ថានេះខ្ញុំជឿថាទាំងអស់គ្នាធ្លាប់ស្គាល់គាត់ហើយក៏ធ្លាប់ឃើញគាត់ញឹកញាប់ដែរព្រោះណាតែមានកម្មវិធីមួយ Google Global ដែលគាត់ឲ្យមកថតអញ្ចឹងមុខនឹងដដែលទេចាអាចឲ្យគាត់ឡើងមកអញ្ចឹងថ្ងៃនេះខ្ញុំនឹងឲ្យគាត់ review អំពីការថតរូបបន្តិចដោយសារគាត់ជំនាញខាងនឹងស្រាប់ហើយឲ្យគាត់បញ្យល់អំពីប្លង់សំខាន់មួយចំនួនក្នុងការថតហើយបន្ទាប់មកយើងនឹងចូលទៅ edit ដែលប្រើ Lightroom ទាំងអស់គ្នាហើយយើងបាន download Lightroom ទាំងអស់គ្នាហើយតើអីបាទអញ្ចឹងកុំឲ្យខាតពេលយូរហើយសូមឲ្យលោកគ្រូគាត់ចាប់ផ្ដើមកម្មវិធីហើយចុចខ្លួនឯងណាពួកគាត់คลิกយកផ្ដាប់ចុចមកបាទបងសូមជម្រាបសួរម្ដងទៀតបងសូមហៅបងទាំងដងបងពូជាស្រ័យសូមជម្រាបសួរចឹងខ្ញុំសូមចូលទៅដល់មេរៀនចឹងខ្ញុំគិតថានេះជាការរំលឹកពីសប្តាហ៍មុនដែរអញ្ចឹងពាក់ព័ន្ធនឹងការថតរូបតាមទូរស័ព្ទហ្នឹងគឺនិយាយទៅវាងាយស្រួលជាងកាមេរ៉ាទាំងការថតហើយនិងការយកទៅតាមខ្លួននិងការប្រើប្រាស់លើ social media អញ្ចឹងជាដំបូងគឺខ្ញុំចង់និយាយអំពីបន្ទាត់លើអេក្រង់គឺបន្ទាត់នេះដែលយើងហៅថា grid line មើលខាងនេះងាយស្រួលមើលជាងអញ្ចឹងអានេះគឺយើងត្រូវបើកដើម្បីយើងងាយស្រួលមើល level មើលកម្រិតនៃការថតដូចយើងឡើងលើចុះក្រោមស្មើអត់ហ្នឹងគឺយើងអាចយកបន្ទាត់ហ្នឹងមើលបានអញ្ចឹងបន្តមកទៀតគឺការគ្រប់គ្រងពន្លឺអញ្ចឹងការគ្រប់គ្រងពន្លឺហ្នឹងគឺយើងឃើញកន្លែងនេះអញ្ចឹងសម្រាប់ទាំង Android ហើយនិង iOS អញ្ចឹងដល់ពេលដែលយើងចុចទៅលើ screen ទៅវាយើងនឹងឃើញអានេះយើងហៅថា focus ហើយយើងឃើញសញ្ញាព្រះអាទិត្យហ្នឹងយើង adjust ពន្លឺយើងឡើងចុះបានយើងទាញមកក្រោមទម្លាក់ពន្លឺពេញឡើងលើហើយឡើងពន្លឺវិញអញ្ចឹងមួយទៀតគឺកំណត់ចាប់យកផ្ទៃមុខឬកម្រិតពន្លឺហ្នឹងអ្វីដែលខ្ញុំនិយាយមិញហ្នឹងហើយមួយទៀតគឺខ្ញុំសូមណែនាំឲ្យប្រើកាមេរ៉ាក្រោយប្រើគ្រប់ទូរស័ព្ទទាំងអស់កាមេរ៉ាក្រោយគឺវាដំណើរការល្អជាងកាមេរ៉ាមុខអញ្ចឹងចាប់ដើមម្ដងទៀតទៅអញ្ចឹងនេះគឺជាផ្ទាំងដែលយើងបើកកាមេរ៉ាលើទូរស័ព្ទមកគឺវាចេញមកប៉ុណ្ណឹងហើយមានទូរស័ព្ទខ្លះវាចេញបានដល់ពេញអេក្រង់អញ្ចឹងទី1គឺយើងកំណត់បន្ទាត់លើអេក្រង់បន្ទាត់ពណ៌អសនេះហើយការគ្រប់គ្រងកម្រិតពន្លឺគឺនៅពេលដែលយើងចុចហាច់នៅលើផ្នែកណាមួយនៃអេក្រង់របស់យើងទៅវានឹងចេញសន្តានភាពផាផែលនេះឬបែបនេះហើយវានឹងចេញបន្ទាត់មួយវាអាចនៅចំហៀងខាងនេះឬនៅខាងក្រោមទៅតាមប្រភេទទូរស័ព្ទរបស់យើងហើយយើងនឹងឃើញសញ្ញាព្រះអាទិត្យមួយនៅចំកណ្ដាលអញ្ចឹងបើយើងទាញចុះក្រោមវានឹងទម្លាក់ពន្លឺហើយយើងទាញឡើងលើវានឹងឡើងពន្លឺអញ្ចឹងបន្តមកទៀតគឺខ្ញុំសូមណែនាំឲ្យប្រើប្រាស់កាមេរ៉ាក្រោយដោយសារកាមេរ៉ាក្រោយវាធ្វើការងារល្អជាងកាមេរ៉ាមុខគ្រប់ទូរស័ព្ទទាំងអស់គឺកាមេរ៉ាក្រោយវាធ្វើការងារល្អជាងកាមេរ៉ាមុខអញ្ចឹងបន្តមកទៀតយើងនិយាយអំពី subject ការកំណត់ subject អញ្ចឹង subject ការដាក់ subject ឲ្យត្រូវទីតាំងនៅក្នុងប្លង់អញ្ចឹងអ្វីទៅជា subject អញ្ចឹង subject នៅក្នុងការថតរបស់យើងអាចជាមនុស្សសត្វឬវត្ថុផ្សេងដែលយើងចាត់ទុកថាជារបស់សំខាន់ដែលយើងចង់បង្ហាញនៅក្នុងរូបថតរបស់យើងអញ្ចឹងsubject យើងត្រូវដាក់ឲ្យត្រូវប្លង់
ហើយត្រូវទីតាំងដែលយើងចង់ថតអញ្ចឹងយើងទៅមុខទៀតយើងនឹងឃើញយើងកំណត់ subject យ៉ាងម៉េចអញ្ចឹងកន្លែងនេះអាចចិនមួយសប្តាហ៍មុនបន្តិចគឺយើងនិយាយអំពី rule of third គឺ grid line បន្ទាប់ដែលខ្ញុំបង្ហាញកាលពី slide មុនអញ្ចឹងនេះគឺជា subject ដែលខ្ញុំចង់បង្ហាញអញ្ចឹងខ្ញុំដាក់នៅអញ្ចឹងសម្រាប់subject យើងអាចដាក់នៅចំហៀងខាងនេះឬមួយក៏ចំកណ្ដាលអញ្ចឹងយើងតទៅទៀតយើងស្វែងយល់អំពីប្លង់ថនអញ្ចឹងនេះគឺជាប្លង់យើងហៅ rule of third ច្បាប់3អញ្ចឹង subject គឺយើងដាក់នៅចំហៀងខាងនេះដូចគ្នាតែខាងនេះវាអាចចូលនៅក្នុងប្លង់មួយទៀតខ្ញុំនឹងបង្ហាញនៅ slide បន្ទាប់ហើយនេះគឺជាប្លង់ close up អញ្ចឹងប្លង់ close up គឺយើងចាប់យកអាចថាផែស្មាឬក្រោមស្មាតិចតួចហើយខាងលើយើងអាចចាប់យកលើបន្តិចឬមួយក៏ដាច់តិចតួចអាហ្នឹងគឺ close up យើងហៅថាប្លង់ចិត្តណាហើយមួយទៀត medium shot ហ្នឹងភាគច្រើនខ្ញុំតែងឃើញប្រើច្រើនអញ្ចឹងយើងចាប់ផែត្រឹមចង្កេះឬលើចង្កេះតិចតួច wide shot ហ្នឹងគឺយើងចាប់យកទាំងអស់នេះយើងចាប់យកទាំងអស់ wide shot គឺយើងបង្ហាញពីសកម្មភាពទាំងមូលរបស់ subject របស់យើងតើគាត់កំពុងធ្វើអីនៅកន្លែងណាអញ្ចឹងកន្លែងនេះគឺយើងបង្ហាញពីព័ត៌មានទាំងអស់របស់រូបឧទាហរណ៍ដូចភ្ញៀវទេសចរគាត់នៅប្រាសាទអញ្ចឹងប្រាសាទណាអញ្ចឹង background នេះដើម្បីសម្គាល់ថាជាប្រាសាទណាហើយសកម្មភាពហ្នឹងដឹងថាគាត់កំពុងធ្វើអីជាមួយអ្នកណាពាក់ព័ន្ធនឹង low angle ហ្នឹងវាប្រហាក់ប្រហែលនឹង wide shot ដែរគឺថានេះយើងបង្ហាញយើងចង់បង្ហាញពីអារម្មណ៍តែអ្នកមើលរូបរបស់យើងណាអញ្ចឹងពេលខ្លះយើងគិតថាកន្លែងហ្នឹងវាអស្ចារ្យអញ្ចឹងយើងយករៀង low shot យើងយកកាមេរ៉ារៀងពីក្រោមបន្តិចទៅដើម្បីបង្ហាញពីភាពអស្ចារ្យរបស់មនុស្សឬរបស់អ្វីមួយដែលយើងចង់បង្ហាញទៅកាន់អ្នកមើលរបស់យើង angle eye ឬមួយក៏បាទ angle eye ឬមួយក៏យើងហៅ high angle អញ្ចឹងសកម្មភាពនេះភាគច្រើនគឺវាប្រហាក់ប្រហែលជាមួយនឹង wide shot ដែរយើងចង់បង្ហាញតែមានឧទាហរណ៍ដោយរូបមួយនេះក្មេងអង្គុយអញ្ចឹងយើងពិបាកក្នុងការទៅចាប់ថតទាំងអស់ហ្នឹងហើយគាត់អង្គុយទៀបអញ្ចឹងយើងអាចយកជា high angle ឬ angle eye ហ្នឹងដើម្បីបង្ហាញអំពីប្លង់ទាំងមូលបច្ចុប្បន្ននេះគេប្រើ drone ច្រើនវិតផុស drone ច្រើនអញ្ចឹង high angle ហ្នឹងឯងនេះ over shoulder ហ្នឹងអ្វីដែលខ្ញុំនិយាយពីមុនអញ្ចឹង over shoulder ហ្នឹងភាគច្រើនប្រហែលជាខាងមន្ទីរគេប្រើច្រើនពាក់ព័ន្ធនឹងវីដេអូសម្ភាសន៍អញ្ចឹងវីដេអូសម្ភាសន៍ពេលខ្លះយើងធ្វើទៅយើងចាប់កាមេរ៉ាច្រើន frame អញ្ចឹងយើងអាចចាប់បង្ហាញឲ្យឃើញ frame មួយហ្នឹងឲ្យឃើញពីអ្នកសម្ភាសន៍ទាំងសងខាងហ្នឹងឬមួយក៏ពេលខ្លះនេះដោយរូបមួយនេះគាត់គឺជាអ្នកប្រើព័ត៌មានរបស់ខាងខ្ញុំអញ្ចឹងគាត់អាចចេញមុខបាននៅលើ page របស់ខ្ញុំហើយគាត់គឺជាភ្ញៀវពេលខ្លះគឺគាត់អត់ចង់បង្ហាញមុខទេអញ្ចឹងយើងយក over shoulder ហ្នឹងគឺដើម្បីបង្ហាញថាគាត់គឺកំពុងទទួលភ្ញៀវហ្នឹងតែភ្ញៀវហ្នឹងគឺអត់ឃើញមុខទេបាទនិយាយទៅគឺពិបាកកំណត់អត្តសញ្ញាណរបស់គាត់នេះសម្រាប់ដោយពេលខ្លះខាងអប្សរាខាងគ្រឹះស្ថានអង្គរដែលគាត់ចង់ថតបុគ្គលិកគាត់និយាយជាមួយភ្ញៀវដែលអត់ចង់បង្ហាញមុខភ្ញៀវចំហ្នឹងគឺអាចប្រើប្លង់ចេះបានតែនេះរៀងពិបាកសេរី angle បន្តិចពិបាកសេរីទិសបន្តិចអញ្ចឹងយើងបន្តមកទៀត leading line នេះយើងប្រើពាក្យប៉ុណ្ណឹងការថត landscape ថតទេសភាពច្រើនអញ្ចឹង leading line នេះគឺយើងចង់បង្ហាញអំពីអីមួយនៅក្នុងប្លង់របស់យើងអញ្ចឹងនេះគឺជាអាគារហ្នឹងគឺជាបន្ទាត់ដែលយើងអាចហៅថា leading line វាបាញ់ចូលមកអញ្ចឹងដងទង់ជាតិហ្នឹងគឺជា subject ដែលយើងចង់បង្ហាញហើយដូចខាងនេះសួនច្បារហើយនឹងព្រះវិហារហ្នឹងមានតវល់ហ្នឹងគឺរុញចូលទៅកាន់ប្រាសាទអញ្ចឹងអាហ្នឹងគឺជា technique មួយក្នុងការបង្ហាញ subject ដែលសំខាន់តាមរយៈកន្លែងដែលយើងនៅគឺយើងអាចកែច្នៃរូបភាពយើងទៅតាមជាក់ស្ដែងបាន
mà đó cái này này dân gì pi ở foreground hay chia bong pu club lên từ background hay chia sơ lưu pi foreground thì chẳng sầm rạpรูปក្មេងនេះគឺជា subject អញ្ចឹងនៅពីមុខ subject គេហៅថា foreground នៅខាងក្រោយ subject គេហៅថា background អញ្ចឹងដោយរូបនេះកូនក្មេងកាត់លេង slide នេះខាងមុខគាត់គឺជា foreground ខាងក្រោយគាត់គឺជា background អញ្ចឹងសម្រាប់នេះភាគច្រើនគេប្រើនៅក្នុងការថត portrait ថតមនុស្សដែលគេដាក់ភាគច្រើនគេដាក់ស្លឹកឈើរៀងបាំងពីមុខបន្តិចបន្តិចឲ្យឃើញបែកជាមួយស្បែកហ្នឹងមើលទៅវាបង្កើនសុខភាពរបស់រូប with within frame អញ្ចឹងរូបនេះគឺយើងប្រើស៊ុំគឺយើងស្វែងរកទីតាំងដែលមានស៊ុំដើម្បីយើងដាក់ subject របស់យើងចូលទៅក្នុងស៊ុំមួយហ្នឹងអញ្ចឹងនេះគឺតតែនៅក្នុងប្លង់នៅក្នុងកន្លែងហ្នឹងវាមានលក្ខខណ្ឌជាស៊ុំជាអីដែលយើងអាចយកមកធ្វើបានឬមួយក៏ពេលខ្លះខ្ញុំឃើញខាងអ្នកថតរូបអាជីពហ្នឹងឃើញកាត់បង្កើតខ្លួនឯងកាត់កម្មយកដាក់ថតហ្នឹងអាហ្នឹងក៏បានដែរតែនេះគឺជា frame ធម្មជាតិគឺជាស៊ុំធម្មជាតិដែលយើងស្វែងរកហើយយើងអាចយកមកដាក់ចូលបានសម្រាប់អានេះគឺយើងបង្កើនសកម្មភាពរបស់រូបរបស់យើងឲ្យកាន់តែទាក់ទាញសម្រាប់ portrait នេះនៅលើទូរស័ព្ទភាគច្រើនគេមាន portrait mode តែម្ដងអញ្ចឹងfocus អញ្ចឹង focus នេះគឺខ្ញុំចង់សំដៅទៅលើយើងចាប់យកតែរូបមនុស្សឬមួយក៏ subject ឲ្យច្បាស់ហើយ background ខាងក្រោយឬផ្ទៃខាងក្រោយហ្នឹងគឺមានសភាពព្រិលខ្លាំងតាមលទ្ធភាពដែលអាចធ្វើទៅបានទៅតាមសមត្ថភាពរបស់កាមេរ៉ាឬទូរស័ព្ទដែលយើងប្រើខ្ញុំចង់បញ្ជាក់រឿង portrait បន្តិចដោយសារអ្នកដែលប្រើ Microsoft Office ច្រើនអាចនឹងមានការយល់ច្រឡំចំនួនភាសា portrait ហ្នឹងភាសាអង់គ្លេសនៃកពីportrait ហ្នឹងទី1គឺនិយាយពីទម្រង់កញ្ឈោនៃกระดาษយ៉ាងហ្នឹង portrait ទី1ចំណែកនៅក្នុង photography រូបថតគឺ portrait សំដៅទៅលើការថតយករូបមនុស្សហើយនឹងគឺមនុស្សហ្នឹងគឺយក subject ជាមនុស្សតែមួយហ្នឹង portrait ដែលមូលហេតុដែលវាជាប់ឈ្មោះបាននៃពីរហ្នឹងដោយសារ portrait រូបមនុស្សភាគច្រើនគឺគេថតទម្រង់កញ្ឈោនឹងភាគច្រើនប៉ុន្តែមិនចាំបាច់ត្រូវតែកញ្ឈោទេតែគេភាគច្រើនរូបកញ្ឈោដោយសារនៅក្នុងការថត portrait ដូចចាប់រូបមនុស្សចំហមួយអញ្ចឹងវាត្រូវតែកញ្ឈោអាចបដិការទៅបដិទៅជាបាយហ្នឹងចូលទៅទៅជារឿងផ្សេងអញ្ចឹងបានខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងតែលោកច្រឡំថាឲ្យតែ portrait ទៅតែកញ្ឈោអញ្ចឹងសំខាន់យើងថតចាប់លើមនុស្សនេះទូរស័ព្ទយើងបដិក៏បានដែរព្រោះយើងតែកឹបទៅវា portrait អរគុណបាទអញ្ចឹងខ្ញុំសុំតទៀតអញ្ចឹងយើងអស់ហើយចុងក្រោយគឺយើងស្វែងយល់អំពីប្លង់បន្ថែមអញ្ចឹងពាក់ព័ន្ធនឹងការថតមនុស្សអញ្ចឹងយើងមើលស៊ុំតាមស៊ុំទៅអញ្ចឹងស៊ុំខាងក្រៅហ្នឹងគេហៅថា full shot គឺយកមកចំហទាំងអស់ហើយនឹងយើងមើលតាមស៊ុំគឺមានប្រភេទរបស់គេស៊ុំអញ្ចឹងគឺស៊ុំនេះគឺជួយកំណត់ឲ្យយើងឃើញថាតើយើងថតយ៉ាងម៉េចនេះគឺជាចំណុចទាំងមូលអញ្ចឹងយើងមើលទៅហាក់ហែលត្រឹមដើមក្រុមនេះ medium shot ឬមួយក៏ក្រោមបន្តិចអញ្ចឹងយើងចូលយើងចប់អំពីការថតហើយអញ្ចឹងយើងចូលទៅដល់ការកែរូបទីសិនមានអីចង់សួរអត់ពាក់ព័ន្ធនឹងប្លង់ហ្មងបើគេលោកគ្រូទៅលឿនពេកអីអូខេពេលខ្លះអាចច្រឡំដែរបើសិនជាមានចម្ងល់អាចសួរឲ្យហើយបានទេបើសិនជានៅក្នុងដំណើរការនៃការធ្វើមានបញ្ហាអាចតាក់ទងតាមទូរស័ព្ទទេខ្ញុំចាំឆ្លើយអញ្ចឹងឥឡូវបើថានេះទៀតចូលដល់ការកែទៅមុនពីការកែសូមសួរឡៃរូបតាមលោកអស់ហើយតើម្ដងទៀតលើលេខដល់បញ្ហាណាទូរស័ព្ទមិនបានដោនឡូតឬដោនឡូតអត់បានអីប្រាប់អូនណាយ៉ាឥឡូវយើងដឹងមួយហើយប៉ុន្តែបានតោះបាទអញ្ចឹងយើងបន្តទៅដល់ការកែរូបគឺយើងប្រើកម្មវិធី Lightroom Mobile ជាគោលអញ្ចឹងនេះគឺជារូបតំណាងជា icon ជា logo របស់ Lightroom អញ្ចឹងគឺវាមានទម្រង់អញ្ចឹងវាមានអក្សរ L ហើយនិងអក្សរ O អញ្ចឹង Lightroom នេះវាជាកម្មវិធីមួយរបស់ក្រុមហ៊ុន Adobe ដែលវាបំបែកចេញពី Photoshop អញ្ចឹងអានេះយើងមើលឥទ្ធិពលរបស់ Lightroom ទាំងអស់គ្នាអញ្ចឹងរូបនេះរូបដែលខ្ញុំថតនឹងទូរស័ព្ទទេហើយខ្ញុំពេលដែលខ្ញុំធ្វើមេរៀនហ្នឹងខ្ញុំក៏យករូបហ្នឹងមកតេស្តតែម្ដងមកអញ្ចឹង
នេះលទ្ធផលដែលយើងថតជាក់ស្ដែងហើយនេះគឺជាលទ្ធផលដែលយើងឆ្លង Lightroom ហើយអញ្ចឹងយើងអាចកែ color កែអីបានច្រើនអញ្ចឹងយើងទៅមើលពីដំណើរការនៃការប្រើ Lightroom អញ្ចឹងយើងបើក Lightroom មកដំបូងគឺវាអាចនឹងចេញបែបនេះទាំងទី1អញ្ចឹងយើងអាចចុចយើងមើលកន្លែងខាងក្រោមនេះបើសិនជា iPhone វាចេញ device បើសិនជា Android វាអាចចេញពាក្យផ្សេងអាចចេញ photo media អីតែវាមាន3ហ្នឹងអញ្ចឹងយើងយកដំបូងហើយយើងមើលខាងលើនេះបើសិនជាយើងទឹកនឹងថតវាចេញ reason អញ្ចឹងយើង select យករូបណាមួយយើងចុចលើរូបណាមួយដែលយើងចង់កែទៅវានឹងចេញមកបែបនេះចេញមកតាមទាំងកណ្ដាលអញ្ចឹងយើងចុចយក edit អញ្ចឹងវាមានច្រើននៅនេះយើងរកពាក្យ edit អញ្ចឹងនៅពេលដែលយើងមកដល់ edit ហើយយើងមកធ្វើការកន្លែងពន្លឺអញ្ចឹងយើងចូលមក live អញ្ចឹងកន្លែង live ហ្នឹងយើងធ្វើការយ៉ាងម៉េចជាមួយនឹង live ហ្នឹងអញ្ចឹងខ្ញុំមាន4 5លេខត្រេ1 6បាទអញ្ចឹងនៅក្នុងហ្នឹងវាមាន6សំខាន់ទី1យើងមើលនៅខាងលើគឺ exposure ហ្នឹងគឺវាពាក់ព័ន្ធនឹងការកែប្រែពន្លឺរបស់រូបយើងទាំងមូលអញ្ចឹងដល់ពេលដែលយើងចុះគឺរូបនេះល្ងិតទាំងអស់យើងឡើងរូបនេះភ្លឺទាំងអស់ហើយមួយទៀត contrast គឺជួយសម្រួលភាពដិតច្បាស់នៃរូបអញ្ចឹង contrast នេះបើសិនជាយើងដកអញ្ចឹងរូបយើងវារៀងអត់សូវច្បាស់ទេរឿងព្រិលបើសិនជាយើងបូកអញ្ចឹងរូបយើងវានឹងឡើងច្បាស់កាន់តែខ្លាំងអាចនិយាយថាបើសិនជាមុខមុនអីស្នាមវាឡើងកាន់តែខ្លាំងតែម្ដងនិយាយតិចតែcontrast ហ្នឹងជាទូទៅគឺ color ដែលវាផ្ទុយគ្នាបើសិនជាឧទាហរណ៍ថាព្រួយខៀវផ្ទុយនឹងព្រួយក្រហមបើសិនជាយើងទៅឡើង contrast ខ្លាំងគឺមើលអាខៀវនិងក្រហមនោះវាផុតវាបាត់បើដូចរូបនេះអញ្ចឹងមានព្រួយខៀវមានព្រួយរូបប្រាសាទនោះហើយនឹងស្លឹកឈើតឡើង contrast ឲ្យពេញទៅមើលទៅអាស្លឹកឈើនេះតែអាមើលខៀវតែឯងគាត់ contrast អញ្ចឹងគេចាំ contrast យើងសំដៅលើពឿដែលវាផ្ទុយគ្នាអញ្ចឹងបើមានសមានខ្មៅទាញទៅអាសទៅសអាខ្មៅទៅខ្មៅក៏ស្ដាច់ផឹកអញ្ចឹង contrast ប៉ុន្តែជាក់ស្ដែងពេលដែលតើខ្លួនឯងទាញមើលទៅដាក់កុំខ្លាចទេទាញទៅវាអត់ខូចអីទេដាក់ដល់អស់ដើម្បីចង់ទៅវាបាទអញ្ចឹងពេលប្រើជាក់ស្ដែងយើងសង្ស័យយើងទាញអស់ទៅយើងឃើញវាប្រែប្រួលហើយយើងបូកអស់ដល់ឲ្យអស់ហើយនៅពេលយើងឃើញវាប្រែប្រួលចាំយើងសេរីមកវិញតិចមកវិញអញ្ចឹងយើងចូលដល់ចំណុច highlight អញ្ចឹងចំណុច highlight គឺជាកន្លែងដែលភ្លឺបំផុតនៃរូបអញ្ចឹងបើសិនជាយើងប្រើទូរស័ព្ទយើងអត់សូវជួបបញ្ហានឹងច្រើនទេដោយសារទូរស័ព្ទភាគច្រើនវាអូតូនៅពេលយើងបើកកាមេរ៉ាអញ្ចឹងhighlight ហ្នឹងគឺជាចំណុចដែលភ្លឺបើសិនជាយើងមើលទៅកន្លែងដែលចាំងជាងគេហ្នឹងកន្លែងដែលយើងនិយាយពី highlight អញ្ចឹងក៏វាមានកន្លែងដែលយើងឲ្យយើងបែងចែកដែរអញ្ចឹងយើងធ្វើការតែទៅលើ highlight ទេ shadow ហ្នឹងគឺជាកន្លែងដែលងឹតអញ្ចឹងឧទាហរណ៍ក្នុងរូបនេះកន្លែងនេះវារៀងមានស្រមោលងឹតអញ្ចឹងយើងអាចធ្វើការទៅលើ shadow បានអញ្ចឹងយើងទៅដល់ចំណុច y ហ្នឹងវាធ្វើការប្រហែលនឹង shadow ដែរសំទោសប្រហែលនឹង highlight ដែរតែវាធ្វើការតែទៅលើចំណុចដែលសចំណុចដែលមានពណ៌សនៅលើរូបថតហើយ black ហ្នឹងគឺវាធ្វើការប្រហែលជាមួយ shadow តែវាធ្វើការតែទៅលើកន្លែងដែលល្ងិតខ្លាំងរបស់រូបថតទេឧទាហរណ៍កន្លែងភ្លឺខ្លាំងកន្លែងងឹតខ្លាំងអញ្ចឹងយើងមកដល់បន្ទាប់គឺយើងមើលកន្លែងនេះគឺយើងចេញពីយើងកែពន្លឺរួចហើយយើងចេញមកដល់ color គឺយើងមើលពណ៌ហ្មងយើងមើលពណ៌តម្រងអញ្ចឹងពណ៌ជាដំបូងគឺយើងមាន4អញ្ចឹងទី1គឺ theme ហ្នឹងគឺការគ្រប់គ្រងសីតុណ្ហភាពរបស់រូបដើម្បីផ្ដល់អារម្មណ៍ឲ្យអ្នកមើលអញ្ចឹងវាអាចមកខាងនេះជាធម្មតារូបនៅពេលដែលវាទាញមករាងខៀវបានន័យថាវាខូលវាត្រជាក់អញ្ចឹងបើទាញមករាងលឿងបានន័យថាវមរូបនឹងរាងក្តៅអាហ្នឹងគឺជាការផ្ដល់អារម្មណ៍ឲ្យអ្នកមើលតាមរយៈរូបរបស់យើងអញ្ចឹងធាតុហ្នឹងគឺជាការកែសម្តល់ពណ៌ដែលមានបៃតងហើយនិងស្វាយអញ្ចឹងអាហ្នឹងដូចថានៅពេលដែលយើងថតជាក់ស្ដែងកាមេរ៉ាមួយចំនួនវាឲ្យពណ៌អត់សូវត្រូវទេអញ្ចឹងយើងអាចបន្ថែមបានឬមួយក៏យើងចង់បន្ថែមអារម្មណ៍នៅលើរូបភាពរបស់យើងហ្នឹងអញ្ចឹងមកដល់ vibrant ហ្នឹងគឺវាបង្កើនកម្រិតពណ៌ដែលស្អាតឬមួយក៏មិនសូវដិតនៅពេលដែលយើងបើកទៅវានឹងបង្កើនការដិតខ្លាំង
តែបើសិនជារូបខ្លះយើងថតដិតខ្លាំងយើងអាចបន្ថយវាបន្តិចមកក៏មកវាសេដិតអាហ្នឹងទៅតាមអ្វីដែលយើងចង់បានហើយមកដល់ saturation ហ្នឹងគឺគ្រប់គ្រងពណ៌ទាំងមូលអាពីរនេះគឺវាធ្វើការប្រហែលគ្នាអញ្ចឹងកន្លែងនេះខ្ញុំសូមបន្ថែមបន្តិចដោយសារពាក់ព័ន្ធនឹងពណ៌ហ្នឹងអ្នកណាក៏ឆ្ងល់ដែរថាវាមិនបានតម្លើងពណ៌វាមានអាពណ៌នេះពណ៌នោះមានអាស្វាយមានអាបៃតងអីហ្នឹងរូបថតមិនខុសពីរូបគំនូរទេពណ៌នីមួយគឺវាមានគេហៅថាការលាយគ្នាដើម្បីបញ្ចូលទៅជាពណ៌មួយឧបមាថាបើយើងគូររូបបើយើងចង់បានពណ៌បៃតងយើងដាក់ពណ៌លឿងជាមួយនឹងពណ៌អីពណ៌ខៀវយើងលឿងនឹងខៀវវាទៅជាបៃតងអញ្ចឹងក្នុងរូបនេះដូចគ្នាអញ្ចឹងបើសិនជាគាត់ចង់ផ្លាស់ប្ដូរគាត់ទាញពណ៌ណាមកថាកន្លែងថែមហ្នឹងគាត់ដាក់មកវមអាពណ៌លឿងនឹងភ្លឺខ្លាំងឃើញទេអញ្ចឹងវាធ្វើឲ្យរូបផ្សេងមើលទៅរាងលឿងប៉ុន្តែវាមិនបាត់អត្តសញ្ញាណទេវាគ្រាន់តែថាវារាងលឿងខ្លាំងតែប៉ុណ្្នឹងទេអញ្ចឹងរឿង color ហ្នឹងគឺសរុបទៅគិតវាដូចជាអ្វីដែលយើងធ្លាប់បានរៀនពីនៅក្មេងមកពេលយើងលាយពណ៌លេងអាហ្នឹងដូចគ្នាអញ្ចឹងឯងតែថានេះវានៅក្នុង digital យើងអត់មានអីត្រូវខុសគ្នាមែនទេបាទអញ្ចឹងបន្តមកទៀតដែលខ្ញុំគិតថាបងពូធ្លាប់ឃើញរូបដែលគេថតមកមាន style ដូចគេដូរពណ៌ស្លឹកឈើទៅពណ៌មាសពណ៌អីឬមួយក៏លោកគ្រូសួរយើងកាត់កែរូបចេញពណ៌ស្មៅរាងបៃតងស្រស់អីហ្នឹងអញ្ចឹងនៅក្នុង Lightroom ក៏យើងមាន function ដែរនេះកន្លែងនេះ color mix ហ្នឹងអញ្ចឹងមកដល់កន្លែង color mix អញ្ចឹងយើងចុចលើ color mix មកគឺវាមានបែងចែកជាប្រភេទពណ៌ឲ្យយើងជ្រើសរើសអញ្ចឹងកន្លែងនេះនៅពេលដែលយើងឧទាហរណ៍ខ្ញុំចុចលើពណ៌នេះមួយអញ្ចឹងនៅពណ៌ហ្នឹងគឺវាមាន3បារឲ្យយើងធ្វើការអញ្ចឹងវាធ្វើការយ៉ាងម៉េចអញ្ចឹងហាត់ហ្នឹងគឺវាសំដៅទៅលើការ shoe គឺសំដៅទៅលើការកែប្រែអត្តសញ្ញាណពណ៌ជាក់ស្ដែងដែលយើងចង់បានដូចខ្ញុំនិយាយមិញអញ្ចឹងបើយើងទាញមកខាងនេះពណ៌បៃតងនេះវារាងបែកមករាងលឿងបន្តិចអញ្ចឹងបើយើងទាញមកខាងនេះវារាងបែកទៅរាងបៃតងខ្ចីអញ្ចឹងsaturation ហ្នឹងគឺវាធ្វើការដូចដែលខ្ញុំបញ្យល់ពី slide មុនអញ្ចឹងគឺវាគ្រប់គ្រងកម្រិតនៃការដិតរបស់ពណ៌របស់យើងហើយ luminance ហ្នឹងគឺគ្រប់គ្រងពន្លឺរបស់ពណ៌ឧទាហរណ៍ថាពណ៌បៃតងអញ្ចឹងបើសិនជាយើងទាញមកខាងនេះមានតែពណ៌បៃតងទេដែលល្ងិតអញ្ចឹងបើយើងទាញមកខាងនេះគឺមានតែពណ៌បៃតងទេដែលភ្លឺអញ្ចឹងអាហ្នឹងគឺវាធ្វើការកន្លែងនេះឯងដែលខ្ញុំចង់និយាយថានៅពេលដែលយើងចង់កែពណ៌ស្លឹកឈើដែលមានពណ៌បៃតងឲ្យវាមានបៃតងចាស់ឬខ្ចីយើងអាចទាញខាងលើនេះបានជួយបន្ថែមទៅនេះតិចពេលវាពាក់ព័ន្ធនឹងខ្ញុំនិយាយមិញបាទនៅក្នុង Lightroom នៅពេលដែលចូលកន្លែង color នេះអា color ដែលគេឲ្យខាងលើ color mix នេះជា color មេណាអញ្ចឹងនៅពេលដែលយើងចុចលើពណ៌ណាមួយហើយយើងតម្លើងព្រោះវាមាន shoe នេះបានន័យថាទម្រង់ពណ៌ទាំងមូលថាវាពណ៌ខ្លាំងឬក៏ស្រាលឬក៏ទៅពណ៌ផ្សេងហើយ saturation នេះគឺនិយាយអំពីភាពដិតរបស់ពណ៌មួយហើយ luminance នេះគឺសំដៅលើភាពភ្លឺរបស់វា luminance បើប្រែភាសាចំវាភ្លឺអញ្ចឹងបើសិនជាយើងដូចរូបនេះ select យកពណ៌បៃតងហើយបន្ទាប់មកយើងផ្លាស់ប្ដូរបន្ទាត់ខាងក្រោម3នេះពណ៌នៅក្នុងរូបនេះដែលប្រែប្រួលជាងគេគឺពណ៌បៃតងអញ្ចឹងវាអត់មានថាយើងទៅទាញដាក់ពណ៌បៃតងហើយទាញបៃតងហើយភ័យខ្លាចបៃតងទៅមករូបហ្នឹងគឺអត់ទេពណ៌ដែលប្រែប្រួលខ្លាំងជាងគេគឺពណ៌បៃតងនៅក្នុងរូបបើសិនជាយើងចង់ឲ្យមកថាមេឃហ្នឹងវាមើលទៅវាអត់សូវភ្លឺវាដូចជាស្រាលពេកយើងត្រូវរោពណ៌របស់មេឃហ្នឹងបើពណ៌មេឃហ្នឹងគឺនៅទីនេះវាពណ៌ខៀវអញ្ចឹងយើងត្រូវ select លើពណ៌ខៀវហើយបានយើងចុចតម្លើងបើសិនយើងចង់ឲ្យភ្លឺយើងយកអាកន្លែង luminance នេះតម្លើងវាសាកមើលទៅហើយតម្លើងទាំង3នឹងសាកមើលទៅតែចង់ដឹងថាតើវាដូរទៅយ៉ាងម៉េចហើយយ៉ាងម៉េចយើងស្រឡាញ់ប៉ុណ្ណាយើងយកប៉ុណ្ណឹងបាទប៉ុន្តែកន្លែងដែលយើងត្រូវប្រុងប្រយ័ត្នវាមានសំខាន់ដែរឧបមាដូចនៅរូបនេះអញ្ចឹងពណ៌បៃតងវានៅខាងនេះហើយវាមានអាស្មៅតិចនៅនេះអញ្ចឹងបើសិនជាយើងតម្លើងពណ៌បៃតងយើងត្រូវប្រយ័ត្នដែរប្រយ័ត្នអាបៃតងនៅនេះវាឡើងបែកព្រីមកដែរអញ្ចឹងណាអញ្ចឹងយើងនៅពេលដែលយើងចុចពណ៌ណាមួយយើងត្រូវស្គាល់អត្តសញ្ញាណពណ៌ហ្នឹងនៅក្នុងរូបថតរបស់យើងសិនថាវានៅទីណាពេលពេលពីមុនខ្ញុំជួបច្រើនគាត់អត់សូវហ៊ានផ្លែព្រួលទេអាពណ៌ហ្នឹងដោយសារគាត់ភ័យដល់ពេលទាញទៅខ្លាចវានឹងទៅរោដូរវិញតាណាតែជាក់ស្ដែងទៅ
បើសិនយើងដូរពណ៌បៃតងមកកន្លែងបៃតងវិញមកវាដូរវិញហើយវាអត់អីទេអញ្ចឹងណាហើយចំណុចដើមរបស់វាគឺ00ទាំងអស់ដាក់00ទាំងអស់ទៅអាហ្នឹងរូបហ្នឹង original ហ្មងតែបើថាយើងមានការដូចរូបនេះតឡើងអាពណ៌នេះយើងចុចពណ៌បៃតងអញ្ចឹងពណ៌បៃតងជាទូទៅបើសិនយើងទាញវាឡើងលឿងពណ៌វាចឹងពេលទាញមកដក10នេះគឺរាំងមានលឿងតិចតិចជាប់គ្នាហើយតឡើងអានេះ saturation ឲ្យទៅមុខតិចទៅពណ៌វារាំងស្រាលអស់សំទោសដិតច្រឡំថយក្រោយអញ្ចឹងដិតបើសិនជាគាត់តឡើងអានេះ luminance នេះឲ្យនេះតិចទៀតវានឹងរាំងភ្លឺជាងគេមកតិចប៉ុណ្ណឹងអញ្ចឹងបើចង់កែប្រែរូបកន្លែងនេះបើចង់ edit គឺយើង edit ដើម្បីសំដៅលើពណ៌ណាមួយដែលយើងចង់ឲ្យភ្លឺដូចឃើញរូបគាត់ថតមិញដែលពីថតនៅសាលាស្មៅពណ៌ឡើងស្រស់ស្រស់មិនស្មៅនឹងថតមកពណ៌ស្រស់ចឹងទេគឺយើងយកចូល edit ដែរបាទវាចេញស្រស់អញ្ចឹងបាទអញ្ចឹងអរគុណចឹងបន្តទៀតចា៎បាទអញ្ចឹងខ្ញុំសូមបន្តបន្តិចទៀតកន្លែងនេះកន្លែងដែលយើងថតមនុស្សអញ្ចឹងថតមនុស្សយើងឃើញគេថតឃើញសបល់រៀងសជ្រះហើយភ្លឺថ្លាហ្នឹងអញ្ចឹងភាគច្រើនគឺគេប្រើពីរនេះគេប្រើពណ៌ទឹកក្រូចហើយនិងពណ៌លឿងអញ្ចឹងពណ៌ហ្នឹងគឺវាត្រូវជាមួយនឹងពណ៌ស្បែករបស់មនុស្សភាគច្រើនអញ្ចឹងយើងអាចលួចឡើងយើងអាចលួចដក saturation បន្តិចមកយើងឡើង luminance បន្តិចមកមើលទៅវាឃើញភ្លឺថ្លាតែម្ដងនេះសម្រាប់ technique ដែលយើងធ្វើ skin tone ធ្វើស្បែកមនុស្សដែលយើងថត portrait close up ហ្នឹងភាគច្រើនគឺគេធ្វើពីរនេះហើយ color នេះគឺគេលេងជាមួយនឹងធម្មជាតិដូចវាស្មៅដូចលឹកឈើដូចអីហ្នឹងគឺគេលេងជាមួយនឹងពណ៌ green នេះពណ៌បៃតងអញ្ចឹងខ្ញុំសូមបន្តទៅមុខទៀតយ៉ាកន្លែងនេះរៀងច្រើនបន្តិចកន្លែងនេះពីដំបូងគិតតែគួរដាក់អត់តែដាក់ទៅដើម្បីឲ្យយល់អញ្ចឹងពាក់ព័ន្ធនឹង effect ហ្នឹងគឺយើងមាន3អញ្ចឹងទាំង3នេះគឺបើនិយាយជារួមមកគឺយើងចង់និយាយអំពីភាពដិតរបស់រូបអញ្ចឹងភាពច្បាស់របស់រូបហ្នឹងអញ្ចឹង texture គឺយើងកែសម្រួលព័ត៌មានលម្អិតនៅក្នុងរូបដូចជារន្ធញើសឬស្លឹកឈើជាដើមអានេះបើសិនជាខ្ញុំឧទាហរណ៍រឿងដល់ពេលយើងថតមនុស្សយើងថតរៀង close up មកយើងឃើញស្បែករៀងគ្រើមរៀងអីអញ្ចឹងយើងលួចដកវាមកបន្តិចមកខ្ទង់10ឬ20អីមកយើងចង់ឲ្យរៀង smooth ខ្លាំងឲ្យរៀងលលោងយើងអាចឡើងដល់30អញ្ចឹងបើសិនជាកែរូបទេសភាពអញ្ចឹងទេសភាពយើងចង់ឲ្យវាដិតខ្លាំងអញ្ចឹងយើងឡើងវាបន្តិចមកអញ្ចឹងពាក្យពាក្យនឹង clarity គឺយើងកែសម្រួលភាពច្បាស់របស់រូបនៅក្នុងកម្រិតតំបន់កម្រិតពន្លឺមធ្យមអញ្ចឹងកន្លែងនេះភាគច្រើនបើសិនជាយើងកែរូបមនុស្សយើងលួចវាមកខាងដកខ្ទង់10ឬ20បើយើងកែរូបទេសភាពយើងឡើងវាប្រហែល10ឬ20ទៅតាមកាមេរ៉ាដែលយើងថតជាក់ស្ដែងហើយនឹងកម្រិតដែលយើងចង់បានចង់ឲ្យដិតខ្លាំងឬមួយកតិចយើងអាចកែសម្រួលកន្លែងនេះបានអញ្ចឹងមកដល់ចំណុចខាងក្រោម dehaze ហ្នឹងគឺពាក់ព័ន្ធនឹងការកាត់បន្ថយឬបន្ថែមបរិយាកាសដែលមានអបផ្សេងឬពលឺចាំងអានេះដូចពេលយើងទៅថតហ្នឹងវារៀងព្រិលស្មោលអញ្ចឹងយើងអាចឡើងវាបន្តិចទៅវាជួយឲ្យរូបកាន់តែច្បាស់បើសិនជារូបច្បាស់ខ្លាំងយើងអត់ចង់ឲ្យវាច្បាស់ទេយើងលួចដកវាមកបន្តិចមកវារៀងមើលទៅរៀងព្រិលតែបើដកអស់អាហ្នឹងផ្សែងបែកភ្នែកហ្មងភាសាសាមញ្ញ dehaze ហ្នឹងគេហៅបែកផ្សែងពីមកឃើញអាប់ពេញនឹងលើអញ្ចឹងតិចទេ effect ហ្នឹងដោយសារវាជារបស់បន្ថែមអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យនៅពេលដែល edit រូបគឺចូលទៅទាញសាកមើលទៅទាញទាំង3បន្ទាត់នឹងទាញសាកមើលចុះឡើងទៅស្រឡាញ់ប៉ុណ្ណាយកប៉ុណ្្នឹងទៅព្រោះ effect វាអាស្រ័យទៅលើភ្នែកអ្នក edit ដែរព្រោះជួនកាលបើសិនជាអ្នកខ្លះគាត់ចូលចិត្តអារូបបែបចេញមកឃើញ texture ច្បាស់ស្លឹកឈើដោយស្លឹកឈើស្មៅដោយស្មៅអានោះគាត់តឡើងហើយតែអ្នកខ្លះគាត់ចូលចិត្តអាមើលទៅឃើញ flu គាត់បន្ថយអញ្ចឹងវាទៅតាមស្ថានភាពជាក់ស្ដែងទេអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យចូលទៅសាកមើលទាញកើតមើលទៅរូបរបស់យើងដែលយើងមានហ្នឹងអូខេបាទអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែង effect ហ្នឹងបន្តិចអញ្ចឹងដល់ពេលដែលយើងមុននឹងសម្រេចថាយកចំណុចណាមួយយើងត្រូវមើលលើរូបឲ្យបានល្អិតល្អន់ថាយើងពិតជាចង់បានចំណុចប៉ុណ្ណឹងមែនឬអត់ព្រោះនៅពេលដែលយើងឡើងខ្លាំងទាំង3ហ្នឹងរូបយើងវានឹងដិតខ្លាំងដូចយើងឃើញកនូទឹកប្រភេទកនូដែលគេបៀកហ្នឹងអញ្ចឹងវាដិតខ្លាំងអញ្ចឹងបើសិនជាយើងឡើងខ្លាំងពេករូបរបស់យើងវាអាចនឹងមិនមែនជារូបថតនេះខ្ញុំកាន់តែ add on ខ្ញុំកាន់តែបន្ថែមពីលើហ្នឹងនៅពេលដែលយើងសម្រេចហ្នឹងយើង
dương ở phần đất bờ rụp bao dương lang mình rồi pe khác là pe để nhưng chốt bị chênh máu mở tới ọt bình chật mình thì sao việc đặt lăng pe bà đấy cứ chia cho nó bật hai mùi tiết cứ nòi nòi ní cứ thị tra là pe để dương thon là cái này là ngất về lai nè crập ôi nắng tôi đi pong ọc tôi đặt pong hết nên là rụp bao dương nắng anh nắng cứ chia nòi chẳng là không lại rụp nắng coi miếng cái này cái hai nòi đi đặt chân nắng cứ dương cắt và thòi về chẳng nói cứ chi chúng tôi lịch lang rút lại chạy đón đây phần lưới được po để phơi còn phiệp rút digital bao nhiêu chạy trâu rút digital nó rút thọ bao nhiêu này để dân thọ năng camera được tụ sắp chẳng nó không lại rút coi miếng cái này để dân sơ ca từ lơ ca cắt và thòi về đấy tại np để dân ba việc khăn page rút bao nhiêu việc lệ còn phiệp cam đặc khăn chẳng nhom clickไปเช็คในข้างคราวนี้อ่านแต่กูหายclickไปเช็คจังอันนี้คือยังมีในข้างคราว effect อะไรนี้ detail นั้นคือมีอะไรเธอการเลือนหน่อย จังยังไกลรู้จะหายไล่รู้จะบับสอบบ้านยมตัว ยมเรากับไล่เซวัดเคยตีจังมันยมด่าสไลด์นี่ผัดไทยมวยเตียบจังคือยังมือในกับไล่นี่ในชัวหังเลือยังเคยมีสัญญานี้ปอบมวยให้บังปรุ้งจังจุดเริ่มปอบในเมาส์จังเวียนทางเชนรูปแบบนี้จังยังมือทาเวียคริสในเลือรูปเดี๋ยวยังจังเซลหรือออกบเวียคริสหายยังจุดไล่เซลทูดีไวจังจอบยังบานรูปเพียบเราสลักสะอาดมวยยมออกปลาbài chẳng là Chris đấy chương chào phần nắng ឥឡូវដោយសារការអនុវត្តផ្ទាល់របស់យើងបានអនុវត្តនៅក្នុង homework ហើយការថតណាអញ្ចឹងខ្ញុំចង់ឲ្យពួកយើងផ្ញើរូបថតហ្នឹងចូលទៅក្នុង group រូបថតដែលអត់ទាន់ edit ណាផ្ញើទៅហើយចាប់ផ្ដើមចូលទៅ edit យករូបដែលយើងផ្ញើហ្នឹងនៅក្នុងទូរស័ព្ទយើងចូលទៅ edit ក្នុង Lightroom រួច edit ហើយស្រឡាញ់ប៉ុណ្ណាផ្ញើមកមួយទៀតដើម្បីយើងយកមកប្រៀបធៀបគ្នាមើលថាតើវាខុសគ្នាប៉ុណ្ណាអញ្ចឹងសូមជួយផ្ញើ homework ចូលមកក្នុង group តិចមកឲ្យបានឃើញទាំងអស់គ្នានេះបើខ្ញុំហៅតែកាពីងពួយសាស្លឹកវាដូចកាពីងពួយបងគាត់យកតាម Apple ដែរបងគាត់ថាស្តៀងដូចអានេះវាដូចតែគ្នាកាពីងពួយដូចគ្នាអានេះនៅលើគូតែនិយាយត្រង់ទៅអត់ស្គាល់ទេខ្ញុំក៏អត់ស្គាល់ដែរតែដោយសារស្លឹកវាស្តៀងកាពីងពួយហើយកាពីងពួយទៅតែនេះរូបរបស់ណាគេមិញមកខាងហ្នឹងអូខេណាដល់ពេលនេះរូបស្អាតរបស់គេមើលសុំសួរស្មោះត្រង់រូបនេះបាននេះទេអូស៊ីនមកចឹងកាមេរ៉ាទូរស័ព្ទខ្លាំងនេះអ្នកថតខ្លាំងនេះអូយនិយាយខុសកាប់អ្នកថតខ្លាំងបើអ្នកប្រើ Huawei នេះពួកពូរ៉ានេះមកថតកឹបចេះបាច់ប្រាំងខ្ញុំផ្ញើរូបឲ្យមួយពីនេះទៅណែស្គាល់ផ្លែនេះដែរចង់បញ្ជាក់អញ្ចេះរូបដែលច្បាស់នេះ AI ពាក់កណ្ដាលដោយសារកាមេរ៉ានេះគឺអូតូម៉ាទិកអញ្ចឹងខ្ញុំសូមបញ្ជាក់ដែរថាបើសិនជានេះកាមេរ៉ាទូរស័ព្ទយើងគឺវាផ្ដល់ផលប៉ះពាល់ខ្លះដែរខ្ញុំអត់ចេះថតរូបទេខ្ញុំនិយាយស្មោះត្រង់អានេះខ្ញុំតេស្តកាមេរ៉ាទេយកទៅដាក់ឡើងចង់ដល់ហើយតែវាអត់ព្រិលដោយសារវាមាន function របស់វាសម្រាប់ចាប់នេះទៅវា blur ឲ្យជុំវិញទាំងអស់រួចបើដៃយើងអត់នឹងវាយកមក AI វាទាញឲ្យច្បាស់ឲ្យទៀតសរុបទៅរូបថតនេះគឺអត់មាន skill ទេគឺម៉ាស៊ីនអ្នកធ្វើអ្វីដែលខ្ញុំធ្វើគឺយកទៅដល់ដាក់ចុចថតប៉ុណ្្នឹងឯងបាទអានឹងគាត់ថាបច្ចេកវិទ្យាគឺវាបែបហ្នឹងបានជាក្នុងមេរៀនដែលវគ្គចុងក្រោយខ្ញុំដាក់ AI ចូលដោយសារខ្ញុំឃើញវាជួយបានច្រើនប៉ុន្តែក៏មិនមែនមានន័យថាយើងអាចខ្លាយទៅជា professional photographer ដែរអញ្ចឹងតើយើងមានចំណេះដឹងផ្នែកនេះអូខេឥឡូវយើងឃើញរូបមកហើយមានរូបរបស់នេះមួយអាចារ្យនេះមកហើយ
còn là có lên máu khơi ca chăn là có phân là này là cũng anh ấy bớt sân chiên này pra lai room mấy nhỉ đi ở ca chăn nó tôi chỉ buồn lư chen chăngกันนะครับ Ê, ồ, over the shoulder អត់ទេរូបខាង ồ ồ tại chân bên vào đấy Ê, dạ នេះគេចូលលេខឡើង đi đinh làng à đâyនេះចូលត្រូវប្លង់ហើយនេះប៉ុន្តែសុំសួរបន្តិចស្លឹកនេះស្លឹកអី ប្រក់ ដើមប្រង់ អត់ជាតិ ទេឃើញស្គាល់តែរូបរាងអត់ស្គាល់ឈ្មោះទេអាយយខ្ញុំសុំប៉ារ៉ាហើយអត់ អូបើចូលលៀនចាំត្រូវកាប់បារាទៅទុក ចឹងមកបានប៉ុន្មានរូបហើយសរុបទៅ1 2ណែមិនដែររូបនេះអេមរូបនេះដូចរូបអ្នកចេះថតទេ ញាក់មើលមុខចោលសារហើយបង អត់ទេទេ អត់ទេ លឿងនេះលឿងភាសាពលឺតែទឹកប៉ុន្តែផ្កានេះស្លឹកនេះវាលឿងចឹងឯង ទូរស័ព្ទជួយសម្បូរ បានមាន2 3 2ដកនេះចោលមុនខ្ញុំមកនៅប្រទេសនេះ1 2 3 4 5បាទ5រូបអូខេ 5ឥឡូវអ្នកដែលផ្ញើរូបចូលនេះខ្ញុំសុំអញ្ចេះឥឡូវយករូបមួយហ្នឹងប្រើក្នុង Lightroom ហើយសាកចូលទៅទាញ edit តាម function មិញសាកមើលហើយបន្ទាប់មកពេញចិត្តប៉ុណ្ណា export មកញ៉ាចូលមកយើងប្រៀបធៀបគ្នាមើលថាតើបន្ទាប់ពីយើង edit បាទ edit រួចផ្ញើអត់ទៅ edit មកមានអត់ហើយ edit រួច ដែររួច តំឆែតនេះបងចំណាន យ៉ាអីអត់មក យកអានេះ edit ហើយហ៎អានេះនៅ edit ហើយចូល ញ៉ា edit ហើយចូលនោះឥឡូវខ្ញុំ save ទុកមួយសិន យកវាទៅដាក់ string ពី ដាក់ទឹមគ្នាឲ្យមើលមកថាទៅណាចេះទៅឈប់អូយ កាន់ model មែនទេមកពី screen នេះទេខ្ញុំបែកលើ what was that S and S មួយណាអត់អានេះ edit ហើយនេះ អត់ចាំបាច់ទេបង ខ្ញុំដោយសារតែទូរស័ព្ទយើងពេលខ្លះវាធ្វើការងារបានល្អហើយអញ្ចឹងមិនបាត់តែយើងប្រើគ្រប់មុខងារទាំងអស់ហើយយើងទៅមុខងារណាមួយបាទយើងប្រើមុខងារណាមួយដែលយើងគិតថាជួយសម្រួលឲ្យយើងកាន់តែស្រស់ស្អាតអានេះគឺទីពីរតែចូលក្នុងរូបនឹងចូលក្នុង function តែទៅបាទបងគូស្ដារនេះគឺមានរូប100ទៅមិនបងហើយទីមានកម្មវិធីណាដែលយើងរូប100យើងដាក់រូបអានោះមានតែយើងត្រូវតែ edit មួយយ៉ាងណាខាងកន្លែងខាងពីរូបពីនេះយើងទៅដល់ផ្សេងទៀតនេះវាចូលក្នុងកន្លែងកំពូលចូលកោះមួយថ្ងៃនៅក្នុង Lightroom នេះវាមានកន្លែង copy setting ហើយយកទៅខាងបានយកឡោមកតែខ្ញុំរូបមួយចាហ្នឹងត្រូវនេះទៀមទាមួយត្រូវទៅ edit ទៅ edit មួយពួកខ្ញុំរកថ្ងៃដូចគ្នាប្រើទៅបីយើងប្រើកុំព្យូទ័រក៏ដោយអញ្ចឹងបើរូបនៅក្នុងប្លង់ខុសគឺស្ថានភាពខុសគ្នាយើងត្រូវប៉ុន្តែបើយើងប្រើទូរស័ព្ទគេច្រើនវាខុសតែស្ថានភាពពណ៌ទេប្រៃពលឺវាអូតូអញ្ចឹងវាអាចស្រៀកតិចតួចបើប្រើពួកកាមេរ៉ានេះដែលយើងប្រើ manual ហើយយើងកាត់សេរីដៃហ្នឹងវាអាចស្រៀកនេះខ្លះដោយវិទ្យាធ្លាប់ប្រើច្រើនអញ្ចឹងគាត់អាចដឹងច្រើនពីការខុសគ្នានឹងទូរស័ព្ទហើយកាមេរ៉ា អូខេនេះរូប
origin រូបថតនេះផ្ទាល់នេះគាត់ edit ហើយអូ Q 3ដង ចឹងរូបដែល edit ហើយបានន័យថាកាត់បានកន្លែង shadow នេះកាត់បានឲ្យអាកន្លែងនេះឲ្យមើលឃើញកាន់តែច្បាស់រូបដែលអត់ត edit កន្លែងនេះទេបងចឹងបានន័យថាកាត់ចង់បង្ហាញកាត់បើកបង្ហាញកន្លែងនេះបើក shadow ដើម្បីឃើញ detail ដើម្បីឃើញរូបកន្លែងកាន់តែច្បាស់តាមរូបអី អ្វីដែលយើងចាប់អារម្មណ៍ស្លឹកឈើស្រស់ជាងមុនលឿងជាងមុនដែលការតឡើងលឿងនេះវាធ្វើឲ្យផ្លូវខាងមុខនេះវាលឿងដែរឃើញទេចឹងតែយើងប្រយ័ត្នតិចជាទូទៅដូចគាត់លើកឡើងមិញពាក់ព័ន្ធទៅនឹងរឿងថាបើ edit ចូលទៅទាំងអស់ទេមិញការ edit គឺយើង edit ឲ្យវាស្អាតបើរូបនឹងវាស្អាតហើយយើងមិនចាំបាច់ edit ច្រើនពេកទេយើងមើលទៅឃើញថាស័ក្តិសមឲ្យជួនកាលគ្រាន់តែសេរី frame បន្តិចធ្វើឲ្យវាទៅជាលើកពោះចេះបន្តិចមើលទៅវាស្អាតជាងមុនបានពាក់ព័ន្ធនឹងការ edit រូបហ្នឹងខ្ញុំសុំសួរទៅអ្នកខបន្តិចថារូបនេះចង់បង្ហាញពីអីសំខាន់ជាងគេអាគារឬមួយក៏សួនច្បារឬមួយក៏ផ្លូវដើរអាគារកណ្ដាលអញ្ចឹងបើយើងចង់បង្ហាញអាគារកណ្ដាលសំខាន់ជាងគេអញ្ចឹងពណ៌វ៉ាស់ស្លឹកឈើយើងគួរតែតម្លាក់កន្លែងcolor មិនហ្នឹងណាយើងគួរតែតម្លាក់ពលឺវាបន្តិចដើម្បីឲ្យពលឺវារៀងសតុនដើម្បីឲ្យភ្នែកយើងមើលមកប៉ះអាគារច្រើនជាងអូខេសូមមើលរបស់អ្នកផ្សេងមកមានណាយដូចនៅធ្វើmấy đứa đi trôn đá này thì không biết tới ai mau bị slide đấy ai mau bị slide này rồi វាពិបាកដែរជួនកាលអេក្រង់ខុសគ្នាមើលខុសគ្នា SD អូន thìយើងល្អលើទូរស័ព្ទស្អាតគេចេញទូរស័ព្ទគេអេក្រង់នេះរាំង វ៉ាល់អូនេះទូរស័ព្ទឯងបើសិនជាកុំព្យូទ័រវិញគឺឃើញបើសិនជាអេក្រង់ខុសគ្នាគឺដាច់ហ្មងយើង edit អីនេះឃើញពេញធឹងពេញចិត្តដល់កហើយដូរទៅកុំព្យូទ័រខាងនោះផ្លាប់ចំកដុំឆែកកែឡើងវិញចឹងណាអេក្រង់ក៏ដើរតួសំខាន់ដែរប៉ុន្តែខ្ញុំជឿថាទូរស័ព្ទភាគច្រើនគឺវាប្រហាក់ថែមគ្នាទេខុសគ្នាតិចតួចទេយើងមើលឃើញក្នុងទូរស័ព្ទស្អាតអ្នកផ្សេងមើលក្នុងទូរស័ព្ទក៏ស្អាតដូចគ្នាប៉ុន្តែបើអ្នកផ្សេងនឹងក៏យកមកដាក់ក្នុង slide ចេះទាំងបែកព្រីទៅហើយអ្នកផ្សេងដូចជាខ្ញុំយល់ដែរសុំចូលទៅរូបនេះមិនស្អាតរូបនេះខ្ញុំចង់បន្ថែមបន្តិចវាប៉ុណ្ណឹង color មេឃបើសិនជាយើងចង់យកអាគារនេះជាគោលខ្ញុំចង់បង្ហាញពីអាគារសំខាន់អញ្ចឹង color ពលឺរបស់ color មេឃហ្នឹងគួរតែរៀនតម្លាក់ទៀបជាងនេះបន្តិចតម្លាក់ទៀបដូចនេះដែរអញ្ចឹងដល់ពេលដែលយើងថតអូតូអាកន្លែងនេះគឺជាកន្លែងដែលវានៅកន្លែងភ្លឺខ្លាំងមេឃកន្លែងភ្លឺខ្លាំងអាគារនេះគឺកន្លែងដែលអត់សូវមានពលឺអញ្ចឹងហេតុអីបានយើងចាំបាច់ចូលទៅ edit ក្នុង Lightroom អញ្ចឹងមូលហេតុដោយសារពលឺវាស្មើគ្នាចឹងបានខ្ញុំសួរថាតើអ្នកថតរូបបើស្លឹកហ្នឹងក៏ចង់បង្ហាញអីសំខាន់ចឹងបើចង់បង្ហាញអាគារចឹងយើងអាចប្រើទៅក្នុង color មិនហ្នឹងយើងអាចលួចតបពលឺយើងអាចដកបន្តិចទង10កន្លែង dominant កន្លែង color របស់សួនផ្កានេះហើយនិង color របស់ពេកហ្នឹងដើម្បីយើងធ្លាក់ពលឺបន្តិចកុំឲ្យចាស់ពេកខ្លាំងពេលភ្នែកយើងមើលទៅប៉ះលើអាគារច្រើនជាងតោះយើងplay ទៅទៀតចុះបងចំណាននេះនេះ edit ហើយរូបនេះរូបមុនមានណាមុនហ្នឹងណាមុនមួយទៀតទេមុនទុំជាតិអត់លើទៀត អានេះក៏នៅតែមិនលលាតតាមចោលទៅតាំងចោលតែនេះបងគាត់ហើយអូខេនេះបានហៅថា Lightroom ដាក់មកឡើងភ្លឺអត់សក់ជួយបាទអានេះអាដើមមើលទៅដូចជាពេលតាមបាត់រូបនេះក៏ឡើងពលឺខ្លាំងពេកទៅជាឆែកបើសិនជាកន្លែងពីស្មូទៅបន្តិចបានហើយហើយរូបកន្លែង shadow បាន shadow បន្តិចដក highlight បន្តិចរូបកាត់ហ្នឹង saturation ដូចជាអត់បញ្ហាទេរូបនេះប្រយ័ត្នយើងតឡើងយើងប្រយ័ត្នបន្តិចណាដូចណាចឹងរូបនេះបើសិនជាខ្ញុំធ្វើការទៅលើតែ expose បន្តិច highlight បន្តិចហើយ saturation shadow highlight expose ធ្វើការដើម្បីហ្នឹងគឺរូបហ្នឹងអាចខ្សែជាងហ្នឹង
គាត់ បាញ់វាដូចការរលឹកភ្នែកទៀតបាទប្រហែលរូបនេះក៏ថតនៅកន្លែងឬទៅធ្វើអញ្ចឹងយើងអត់ចាំបាច់ទៅធ្វើការកន្លែងណយទេហើយ effect យើងអត់ចាំបាច់ធ្វើដែរដោយសារកាមេរ៉ាទូរស័ព្ទហ្នឹងវាចាំមកបានច្បាស់សាច់តែ ពលឺដែលតឡើងនេះបើសិនជាបន្ទប់បិទភ្លើងជិតដាក់មកភ្លើងទៀលប៉ុន្តែណែនិយាយអញ្ចឹងការពិតពលឺវាមិនសំខាន់ទេសំខាន់នៅពេលដែល edit ហើយឃើញបាត់ detail មួយចំនួនបាទដល់ពេលបើកមកឃើញដោយសាររវាងមេឃហើយនឹងមេឃឈើមេឃអីគឺបាត់ detail អស់ដោយសារតែឡើង expose បាត់ពេកអានេះឃើញយើងឃើញមើលតែយើងឃើញមេឃឈើយើងដឹងមាន detail នៅក្នុងវាដល់ពេលតឡើងពលឺផ្លាប់មកបាត់អស់លេងតែទៅយើងប្រយ័ត្នដែរពេលយើងតឡើងវានេះការងារច្រើនបន្តិចយើងនឹងមិនរំនេះរួចហ៎អេនេះរួចអូខេចាប់ copy យកចេញមកសិនឥឡូវច្បាស់ដែរទេទៅសិនរូបនេះកន្លែងនៃ shadow ហ្នឹងចឹងត្រូវបាត់ shadow អូ sorry បាត់ shadow ហ្នឹងគឺឡើងណោឡើងទៅតែបើតាមដូចឆែកតែយើងបើកមករបបអាចបានចាប់អយចឹងយើងអាចធ្វើការនៅកន្លែងណយតាមចិត្តតាមទៀតមកពេលចូលកុំព្យូទ័រslide វា slide បង screen ខុសគ្នាអញ្ចឹងហ្នឹងslide គេជានៅក្នុង slide នេះមើលអត់ដឹងខុសគ្នាខ្ញុំចុចដូរអត់ឃើញប្រែប្រួលឥឡូវតាទៅនិយាយបែបនេះខ្ញុំចុចទៅចុចមកហ្នឹងបាទដូរមកអត់ទេអានេះវាអាចមកពី screen ដែរពេលនៅនេះក៏កែរ shadow ទៅនៅពេលដែលយើងមក screen នេះគឺអត់ចេញឲ្យក៏ខ្ញុំបានតែបាទបងមិញដាក់ដាច់ភឹងមកមានគៀកគ្នាទេបាទយ៉ាខាងផ្កានេះមានភាពខុសគ្នាខ្លះដែរទេយើងរូបផ្កានេះក៏យើងមើលឃើញខុសគ្នាដែរនេះរូបអត់ទាន់ edit នេះរូប edit ហើយប្រែអានេះអាចាស់នេះរាងលឿងដល់ស្លឹកឈើរាងលឿងនៅពេលដែលកែហើយរាងបៃតងស្រស់អូខេបងចំណាថាថែមតំណក់ទឹកភ្លៀងផងណាអូបើយើងអត់បានកែទេយើងមើលទៅឃើញប៉ុណ្ណេះយើងថាស្អាតរបស់យើងដល់ពេលយើងកែហើយវារាងស្រស់ជាងមុនតិចទៅណាដូចទឹកភ្លៀងហើយថ្មីហ្នឹងបាទអូខេអញ្ចឹងមិនហ៎ចឹងសូមអរគុណច្រើនចំពោះការធ្វើ homework ក៏ដូចជាការ edit របស់យើងខ្ញុំឃើញថាពួកយើងអាចយកប្រើបានហើយចំណេះពាក់ព័ន្ធទៅនឹងការ edit នេះប៉ុណ្ណេះព្រោះដោយរំលឹកសារថ្មីអញ្ចឹងថាការ edit ដោយរូបនេះអញ្ចឹងគឺมันខុសគ្នាឆ្ងាយទេបន្តិចបន្តួចទេប៉ុន្តែគាត់ថាវាជួយលើកសម្រស់ពេលខ្លះយើងដូចយើងលាបក្រែមអញ្ចឹងហើយវាមានសម្រស់តែបើខ្ញុំអីលាបក្រែមចោលបដ ாய் គាត់ចេះជាងគ្នាព្រាតយើងរូបដូចគ្នារូបខ្លះយើងកែបានខ្លាំងរូបខ្លះយើងកែបានតិចទៅតាមស្ថានភាពរូបដែលយើងឃើញព្រោះពេលខ្លះបើអ្នកថតគេជំនាញគេមានពន្លឺល្អគេមិនបាច់កែផងគេដាក់មកថតមកគឺចេញមកគេស្អាតបដ ாய் តែបើថាកន្លែងហ្នឹងដូចមេឃសតុំរោតភ្លៀងហើយថតមកក៏ដែរមានពន្លឺឲ្យស្អាតទេអញ្ចឹងវាត្រូវការ edit ជួយបន្ថែមហើយមុខមនុស្សដូចគ្នា
Rồi dương dây lên thằng nè class một hàng cài mình sơ sát để ta cho camera sát ôi sát rồi một cái xì camera và nè class một hàng cài sát ôi sát thọt trên màu mơ mình đây school vì bà tao lại đít chuiมันเตอrồi chẳng vì mình khó khăn tê rụp thọt đôi kia chẳng số tha cho chấm này đăng này rụp thọt đi vô thử ấy cái edit រូបថតនិងការ edit វីដេអូគឺឆ្លងកាត់កន្លែង edit ពណ៌ edit ពន្លឺដូចគ្នាបើថាយើងប្រើកម្មវិធីខុសគ្នាប៉ុន្តែ edit វីដេអូក៏ត្រូវចេះត្រូវមានចំណេះដឹងពាក់ព័ន្ធទៅនឹងការកែពណ៌កែពន្លឺនឹងខ្លះដែរបើសិនជាអត់ដឹងទេចេះតែទៅទាញផ្ដេសផ្ដាស់គឺប៉ះវីដេអូណាពន្លឺខុសគ្នាឆ្ងាយផងងឹតភ្លឹបប៉ះសក់អ្នកមើលអូខេអញ្ចឹងសម្រាប់ការ edit រូបភាពនិងការពាក់ព័ន្ធនឹងការថតរូបភាពគិតតែពីសប្តាហ៍មុនមកដល់ប៉ុណ្ណេះគឺយើងបិទបញ្ចប់ពាក់ព័ន្ធនឹងរូបភាពត្រឹមប៉ុណ្ណេះចឹងមានបើមានសំណួរអីចង់សួរអាចសួរឥឡូវបានតែបើសិនជាមិនទាន់មានចម្ងល់ទេទុកប្រើឲ្យបានយូរតិចសិនក៏អាចតាក់ទងតាម group បានអត់ទេព្រោះខ្ញុំខំចាំមើល group ឡើងមកអាទិត្យអត់ហ៊ានផ្ញើឲ្យចូលទេកែលោមានណាផ្ញើរូបអីសួរអត់មានជឹងដាក់ឡើងដាច់ភឹងដល់ថ្ងៃនេះប៉ុន្តែចាំសួរផ្ទាល់អញ្ចឹងក៏បានដែរអត់អីទេគាត់ថាកែលោពេលកំពុងថតឲ្យយើងមានជួបបញ្ហាឬបើកំពុង edit ជួបបញ្ហាអីអាចសួរបានអានឹងអត់អីទេកែលោនៅក្នុង Lightroom វាមានកន្លែងខ្លះចូលអត់បានទេណាវាជាឲ្យកន្លែងណាដែលឃើញរូបកាយខៀវនៅពីក្រោមមិនបាច់ចុចទេហ្នឹងទៅបងលុយតែបើយើងអាចបងបានក៏បងទៅល្អដែរព្រោះយើងប្រើអា premium អា premium បាទអូអត់មានទេបងយើង text screen វាទៅឡើងពលយើងទៅបាទតែប៉ុណ្ណឹងបាទនៅក្នុង function របស់កាមេរ៉ាគឺមានតែលើកពលឺបន្ថយពលឺ focus បាទពាក់ព័ន្ធនឹងកន្លែងហ្នឹងខ្ញុំចង់រំលឹកបន្តិចព្រោះខ្ញុំឃើញពីច្រើនទៅពេលដែលដាក់លើកាមេរ៉ាទៅឃើញមុខមនុស្សងឹតហើយឃើញមានកន្លែងខ្លះភ្លឺអញ្ចឹងបើមុខមនុស្សងឹតទៅចុចលើមុខមនុស្សអត់អីទេបើន័យថាចុច focus ត្រូវតែពេលខ្លះគាត់ឃើញអាកន្លែងក្រៅពីមនុស្សហ្នឹងល្ងឹតទៅចុចលើកន្លែងខុសពីកន្លែងមនុស្សចុចកន្លែងល្ងឹតហ្នឹងអញ្ចឹងស្មើនឹងចុច focus អញ្ចឹងតែថតមកគឺមនុស្សរៀងព្រិលទៅប្រៃនៅលើកាមេរ៉ាលើទូរស័ព្ទវាអាចដើរតួនាទីពីរគ្រប់គ្រងពន្លឺហើយនិងគ្រប់គ្រង focus ចង់បានន័យថាម៉េចចង់បានន័យថានៅពេលដែលយើងចុចលើ screen ស្មើនឹងយើងចុចឲ្យ focus អញ្ចឹងបើចុចលើមុខមនុស្សសូមប្រយ័ត្នចុចឲ្យចំមុខមនុស្សប្រយ័ត្នថតមនុស្ស focus អញ្ចឹងទេបាទអញ្ចឹងបានតែនិយាយអ្នកខ្លះនិយាយគ្នាលេងថាណែអីថតឲ្យគេឡើងស្អាតគេថតឲ្យវិញមើលមុខមិនឃើញចុះបាទគ្នាអ្នកទៅថតឲ្យនេះមានចេះថតដែរវាចេះតែចុចយកទៅចុចចំទៅពីតែvôនេះអូខេចាំបើសិនជាយើងទៅចង់ឲ្យឃើញពុកតែចាំយើងទៅអត់លើគេធំយើងប្រើ ISO ក៏ប្រើទីឆ្ងាត់សុំមកលេខខាងតិចទូរស័ព្ទនិងកាមេរ៉ាអូខេកាមេរ៉ាចឹងដល់ពេលចឹងវាដល់ពេលយើងទៅលើទៅធ្វើឲ្យបែបរបស់យើងវាបាច់ទៅជាវាបាក់ហ្នឹងបាក់តែចឹងវាយើងពុកយ៉ាងសម្រាប់លេខខាងហ្នឹងគឺវាត្រូវតែបែបហ្នឹងចឹងបានយើងប្រើ Lightroom ខាងរួយចឹងយើងកុំដំឡើងឲ្យវាភ្លឺរហូតដល់ background ខាងក្រោយហ្នឹងវាភ្លឺខ្លាំងពេកហើយក៏កុំឲ្យក្រាបផ្ទៃខាងមុខហ្នឹងល្ងឹតខ្លាំងពេកដែរអាចនិយាយថាយើងយក balance គ្នាក្រាបផ្ទៃនៅខាងមុខ slide ហ្នឹងវាល្ងឹតបន្តិចហើយ background ខាងក្រោយដែលភ្លឺខ្លាំងហ្នឹងវាភ្លឺបន្តិចអញ្ចឹងដល់ពេលដែលយើងចូលមក Lightroom យើងធ្វើការលើ highlight and shadow ហ្នឹងទៅអញ្ចឹងវាអាចទី balance គ្នាបានតែក៏វាអត់ល្អដូចពលឺស្មើដែរសរុបទៅកុំតម្លើងឲ្យភ្លឺខ្លាំងពេកដើម្បីយកមក effect ប្រើទូរស័ព្ទវាធ្វើការដោយហាក់អើនឹងកាមេរ៉ាដែរអញ្ចឹងយើងចុច focus លើខាងផ្ទៃហើយយើងលួចឡើងបន្តិចអូអាបាលើឡើងបន្តិចកុំឲ្យយើងត្រូវមើលកុំឲ្យអា background ខាងក្រោយហ្នឹងវាភ្លឺខ្លាំងពេកហើយចាំយើងយកមក edit បន្ថែម តទៅរស់នឹង edit
បាទប្រៃលក្ខខណ្ឌហ្នឹងត្រូវតែ edit ដោយសារបច្ចុប្បន្នហ្នឹងគេប្រើពួកLED ចឹងហើយ LED ពលឺខ្លាំងជាងប្រភេទ slide អញ្ចឹងទៅលោកទៅអញ្ចឹងបើយើងអត់ edit ទេយើងត្រូវដោះស្រាយជាមួយមេថារូបយើងគេហៅថាដីខ្មែរ អូខេអញ្ចឹងបើសិនជាអស់សំណួរហើយយើងត្រូវចូលទៅខាងវីដេអូវិញប៉ុន្តែមុននឹងចូលដល់វីដេអូនឹងសូមអាចថាបើចង់ទៅបន្ទប់ទឹកអីអាចទៅបានយើង break 5 នាទីសិនចុះដើម្បីសម្រួលអេយ៉ាប័តតិចអឺ តែដល់វីដេអូគ្រូនេះមកម្ដងដូរគ្រូដែរ biết cái nào không này đấy តនេះ តនេះអីបើរៀបចំម៉ោងនេះស្រេចថ្ងៃសុក្រដល់មកហើយទៅណារួច đây bố មានឯងថារវល់នៅនេះឯងចឹង5នាទីហើយយើងចាំមើលពេលគ្នាមកវិញមុននឹងចាប់ផ្ដើមនេះសួរបន្តិចគ្នាយើងចូលចិត្តស្ដាប់ចម្រៀងដែរចូលចិត្តព្រោះពេលខ្លះមើលវីដេអូយូរទៅគាត់តែឃើញចម្រៀងក្នុងវីដេអូនោះដឹងថាអ្នកណាកាត់ហ្មងព្រោះនៅពេលដែលកាត់វីដេអូចម្រៀងគឺសំខាន់ចម្រៀងនឹងភ្លេងចឹងបើសិនជាយើងដាក់ចម្រៀងអត់ត្រូវតាមវីដេអូមโนចេតនាវីដេអូរបស់យើងទេគឺអត់មើលអត់ចូលទេចឹងតើបើអ្នកបើវីដេអូខ្លះគឺចំបៃសៀមរាបគ្រប់វីដេអូតែម្ដងឲ្យទៅថតប្រាសាទគឺចំបៃសៀមរាបចង់ខ្លាចចំបៃសៀមរាបហើយដល់វគ្គកាត់វីដេអូដល់វគ្គទៀមទាទូរស័ព្ទ memory ខ្ពស់តិចហើយណា memory មុំស្រួលរួចឯងគៀងចឹងក្នុងមុនពេលដែលយើងចាប់ផ្ដើមនេះខ្ញុំសូមបញ្ជាក់ដែរថាការកាត់តវីដេអូការប្រើកម្មវិធីវីដេអូគឺ memory វាស៊ីរាងខ្ពស់បន្តិចចឹងបើយើងសម្រេចថាយើងនឹងធ្វើវីដេអូឬកំពុងកាត់តវីដេអូទូរស័ព្ទខ្ញុំសូមបញ្ជាក់ថាជួយបិទកម្មវិធីផ្សេងៗឲ្យអស់ផងព្រោះខ្ញុំឃើញពួកយើងភាគច្រើនកម្មវិធីដែលយើងបើកហើយយើងចុចមក screen វិញអត់បាន remove វាចេញទេអានឹងបានន័យថាកម្មវិធីនឹងអត់បានបិទទេបើកម្មវិធីមួយចំនួនដូច Facebook ដូចអីទុកអញ្ចឹងគឺវា run background រហូតចាប់ internet update អីធម្មតាអញ្ចឹងមុននឹងយើងកាត់តវីដេអូសូម clear កម្មវិធីនឹងឲ្យអស់ដើម្បីធានាបានថាពេលដែលយើងដាក់ហ្វាល់មួយចូលទៅក្នុងកម្មវិធីរបស់យើងវាអត់ទាញ memory ខ្លាំងពេកវាគាំងទូរស័ព្ទយើងបាទអញ្ចឹងជាបន្តនេះខ្ញុំសូមជូនតួនាទីជូនទៅលោកគ្រូសួយជាអ្នកបន្តចឹងដំបងជម្រាបសួរបងដល់គ្នាម្ដងទៀតដោយសារកាលពីសប្តាហ៍មុនបានជួបគ្នាម្ដងហើយតាក់ទងទៅនឹងការថតរូបការចាប់ប្លង់ចាប់អីហ្នឹងហើយថ្ងៃហ្នឹងក៏បានរំលឹកពីការថតរូបនឹងទៀតដែរហើយនឹងចូលដល់ Lightroom អញ្ចឹងមេរៀនបន្ទាប់ហ្នឹងគឺខ្ញុំសូមបន្តទៅចូលតាក់ទងទៅនឹងការកាត់តវីដេអូនៅលើទូរស័ព្ទដៃដែលយើងប្រើកម្មវិធី CapCut ហើយចំណុចបន្ទាប់នេះតាក់ទងទៅនឹងការកាត់តវីដេអូគឺមានន័យថាយើងត្រូវគុំបញ្ចូលគ្នាឬក៏យើងហៅបានថាបន្សំបញ្ចូលគ្នារវាងមានទាំងវីដេអូរូបភាពចលនាបច្ចេកទេសនិងសំឡេងអីផ្សេងៗហ្នឹងហើយចំពោះការកាត់តវីដេអូនេះគឺយើងមិនកំណត់ថាយើងទោះតែកាត់តែវីដេអូទៅអាចចេញជាវីដេអូបានទេប៉ុន្តែជារូបភាពក៏យើងអាចកាត់ចេញជាវីដេអូបានដែរព្រោះនៅក្នុងកម្មវិធី CapCut ឬក៏កម្មវិធីដែលយើងកាត់វីដេអូហ្នឹងរូបភាពយើងអាចបញ្ចូលជាមួយគ្នាហើយយើងប្រើជាមាន transition មាន animation អីបញ្ចូលនៅតាមនឹងទៅហើយឧទាហរណ៍ថា slide ឆ្វេងស្ដាំអីអាហ្នឹងក៏យើងអាចកាត់ចេញជាវីដេអូមួយបានដែរហើយយើងអាចបញ្ចូល add sound add music នៅក្នុងនឹងទៅវាក៏ជាវីដេអូមួយដែរហើយមួយទៀតវីដេអូគឺនៅពេលដែលយើងថតនៅកន្លែងណាមួយបើសិនជាយើងខ្វះប្លង់អញ្ចឹងយើងអាចបញ្ចូលបើសិនជាយើងអត់មាន footage គ្រប់ទេយើងបញ្ចូលរូបភាពក៏បានដែរយើងបញ្ចូលរូបភាពបន្ថែមអត្ថន័យឬក៏ខ្លឹមសារនៅក្នុងវីដេអូហ្នឹងឲ្យវីដេអូរបស់យើងគឺមានអត្ថន័យពេញលេញឬក៏ខ្លឹមសារនៅក្នុងពេញលេញដើម្បីឲ្យអ្នកមើលអ្នកដែលទស្សនាហ្នឹងគាត់ទទួលបានព័ត៌មានច្បាស់លាស់ថាយើងចង់បង្ហាញពីអីគេហើយពីឧទាហរណ៍ពីទីតាំងណាមួយអញ្ចឹងខ្ញុំសូមទៅចំណុចបន្ទាប់
ចំណុចនេះគឺតាក់ទងទៅនឹងចំណុចដំបូងនៃការយល់ដឹងក្នុងមុនពេលដែលយើងត្រូវកាត់វីដេអូអញ្ចឹងខ្ញុំមាន5ចំណុចទី1មានតាក់ទងទៅនឹងយើងត្រូវមានប្លង់ A roll និងប្លង់ B roll ចំពោះចំណុចទី1ហ្នឹងគឺបងយល់ដឹងច្បាស់ឬក៏ធ្លាប់ដឹងអត់តាក់ទងទៅនឹង A roll ឬក៏ B roll ហ្នឹងអាហ្នឹងជាអ្វីមានអ្នកស្គាល់អូខេអញ្ចឹងហើយខ្ញុំសូមចូលតាក់ទងទៅនឹងចំណុចទី1ហ្នឹង A roll និង B roll A roll មានន័យថាជាប្លង់មែនឬក៏ប្លង់គោលនៅក្នុងវីដេអូរបស់យើងហើយ B roll គឺជាប្លង់បន្ថែមដើម្បីបង្គ្រប់អត្ថន័យខ្លឹមសារអត្ថបទនៅក្នុងវីដេអូហ្នឹងឲ្យមានភាពពេញលេញឬក៏អត្ថន័យពេញលេញនៅក្នុងវីដេអូហ្នឹងអញ្ចឹងខ្ញុំសូមបង្ហាញវីដេអូមួយបង្ហាញក្នុងនេះដល់ទេបងបាទចូល TV បងបាទតែមើលវីដេអូនេះតិចមកទៅយល់អានេះ A យល់ដល់stop បាន stop បានឯងប្រាប់ពីយកដល់មិនចង់ឡើងបានយកបាត់ដែរតោះអូខេបងអញ្ចឹងតាក់ទងទៅនឹងវីដេអូមួយហ្នឹងគឺប្លង់មែនមានន័យថាជាប្លង់ដែលតួអង្គគាត់និយាយឬក៏បង្ហាញពីប្រធានបទណាមួយមានន័យថានៅក្នុងហ្នឹងគឺខ្ញុំបានកំណត់ប្រធានបទអ្វីមួយដែលខ្ញុំនិយាយបង្ហាញពីហ្នឹងហើយ B roll មានន័យថាជាប្លង់ដែលយើង detail ទៅលើទីតាំងទៅលើបរិវេណឬក៏កន្លែងហ្នឹងដែលយើងបង្ហាញមានន័យថាយើងបន្ថែមពីលើប្លង់មែនរបស់យើងដែលយើងនិយាយឧទាហរណ៍វីដេអូមិនចាំបាច់ថាវីដេអូបែបហ្នឹងក៏បានដែរឧទាហរណ៍វីដេអូ interview ឬក៏សម្ភាសន៍នរណាម្នាក់គាត់និយាយពីកន្លែងណាមួយអញ្ចឹងវីដេអូ B roll របស់យើងគឺយើងបន្ថែមអត្ថន័យ detail ទៅកាន់ពីអ្វីដែលគាត់បានបង្ហាញទៅកាន់អ្នកមើលហ្នឹងគឺយើង detail ទៅលើចំណុចដែលគាត់បាននិយាយនឹងមានន័យថាយើងបន្ថែមពីលើប្លង់ A roll ដែលគាត់កំពុងតែសម្ភាសឬក៏គាត់កំពុងតែនិយាយប្រាប់ទៅកាន់អ្នកមើលហ្នឹងអញ្ចឹងអានេះ A roll បាទនេះ A roll នេះអានេះ B roll ដោយសារតែខ្ញុំនិយាយពីអង្គរវត្តឬក៏ទេសភាពនិងបរិវេណនៅទីនោះអញ្ចឹងអានេះគឺជាប្លង់ B roll ដែលខ្ញុំបន្ថែមដើម្បីឲ្យត្រូវជាមួយនឹងអត្ថន័យអ្វីដែលខ្ញុំបានកំណត់និយាយនៅក្នុងប្រធានបទមួយនឹងអញ្ចឹងវីដេអូហ្នឹងមិនសូវមានអ្នកមើលច្រើនប៉ុន្មានទេដូចជា 70k ជាងទេទៅមានអ្នកមើលបានទេ 70k ជាងចឹងបញ្ជាក់បន្តិចថា A roll B roll ហ្នឹងគឺជាការ roll វីដេអូនៅក្នុងវីដេអូតែមួយមិន A roll B roll A roll មនុស្សកំពុងនិយាយសាប់ដល់ B roll ចេញអា B roll មកដាច់មនុស្សនិយាយបាត់ហ្នឹងអត់ទេណាចឹងគឺដូចក្នុងវីដេអូនេះអញ្ចឹងសំឡេងគាត់និយាយគឺនៅដដែលសាច់រឿងគឺគាត់និយាយប៉ុន្តែអា B roll នោះវាមកពីលើមកនៅពីលើបង្ហាញបន្ថែមអត្ថន័យទៅលើអ្វីដែលគាត់និយាយមិនដល់ពេលកាត់ទៅគាត់ដាច់អ្នកនិយាយបាត់ចេញទៅ B roll មកឆ្កយវាវោបដៅអស់ហើយអត់មានទៀតអត់ស្លាយបាទអញ្ចឹងតែតែក៏ប៉ុណ្ណឹងណាចូលទៅ slide វិញយើងអានេះយើងបង្ហាញបន្តិចទេពេលលួចប្រម៉ូទវីដេអូបន្តិចហើយចូលដល់ចំណុចទី2នេះតកតងទៅនឹងការកាត់ចែងនៅចំណុចដែលមានល្អអញ្ចឹងវីដេអូយើងគឺថតមកគឺតែងតែមានចំណុចឬក៏ scene ណាដែលល្អ scene ណាដែលមិនសូវល្អឬក៏មិនសូវសមរម្យអញ្ចឹងB roll ក៏ដើរតួនាទីសំខាន់នៅក្នុងចំណុចមួយនឹងដែរអាចថាចូលក្នុងនឹងបើសិនជាកន្លែង footage នឹងអត់ល្អយើងបន្ថែម B roll ពីលើទៅគឺយើងនឹងបាំងដើម្បីបិទចំណុចដែលអត់ល្អចំណុចដែលខ្វះខាតនៅក្នុងវីដេអូរបស់យើងហើយចំណុចដែលល្អគឺយើងទុកហើយចូលដល់ចំណុចទី3មានន័យថាយើងជ្រើសរើសភ្លេងឬក៏ music ដែលយើងត្រូវប្រើប្រាស់នៅក្នុងវីដេអូរបស់យើងហ្នឹងយើងកន្លែងនេះយើងមិនកំណត់ថាត្រូវតែរើសជាមុនក្នុងការកាត់តវីដេអូទេប៉ុន្តែបើសិនជារើសបានមុននៃការកាត់តវីដេអូឬក៏មុនថតគឺជាការល្អព្រោះភ្លេង
ដោយសារភាគច្រើនជួប copyright អញ្ចឹងទៅយើងពិបាកក្នុងការរើសភ្លេងហើយបើសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់មានទាំងពីរមានវីដេអូខ្លះខ្ញុំរើសភ្លេងទុកមុនវីដេអូខ្លះខ្ញុំជ្រើសរើសពេលក្រោយនៅពេលដែលកាត់នៅពេលដែលទី1លក្ខខណ្ឌដែលខ្ញុំរើសភ្លេងទុកមុនខ្ញុំដឹងពី scope នៃវីដេអូហ្នឹងខ្ញុំសម័យចេញថាវីដេអូហ្នឹងជាវីដេអូបែបម៉េច concept បែបម៉េចហើយត្រូវប្រើប្រាស់ជាមួយនឹងweb ឬក៏លក្ខណៈថាអារម្មណ៍ដែលយើងទទួលបានពីវីដេអូហ្នឹងបែបណាអញ្ចឹងខ្ញុំអាចជ្រើសរើសភ្លេងនឹងបានតែបើសិនជាវីដេអូដែលខ្ញុំអត់ដឹងពី concept ច្បាស់លាស់ឬក៏វីដេអូដែលថតលឿនភ្លាមអាហ្នឹងគឺខ្ញុំត្រូវការប្រើពេលវេលាជ្រើសរើសភ្លេងជាពេលក្រោយនៅពេលដែលយើងកំពុងតែកាត់ហ្នឹងអារម្មណ៍នៃកាត់ហ្នឹងគឺយើងបដោតទៅលើវីដេអូនឹងបដៅយើងសម័យចេញជា concept ឬក៏អារម្មណ៍នៃវីដេអូនឹងបដៅថាត្រូវប្រើភ្លេងបែបណាអញ្ចឹងនៅពេលដែលកាត់ចេញខ្ញុំនឹងទៅជ្រើសរើសភ្លេងដើម្បីឲ្យប្រើត្រូវជាមួយនឹងវីដេអូដែលខ្ញុំបានកាត់ហ្នឹងហើយត្រូវចំណុចទី4ចំណុចទី4ចង្វាក់ភ្លេងសំទោសការរៀបចំវីដេអូឲ្យត្រូវទៅតាមចង្វាក់ភ្លេងអញ្ចឹងមានន័យថាវីដេអូទាំងភ្លេងទាំងfootage របស់យើងនឹងគឺត្រូវតែមានភាពស៊ីសង្វាក់គ្នាមានន័យថាយើងកុំឲ្យវាខុសឆ្ងាយពីគ្នាឬក៏ដាច់ដោយឡែកពីគ្នាឧទាហរណ៍ថាបើសិនជាភ្លេងយើងភ្លេងលឿនរាំងអន្តរអារម្មណ៍អញ្ចឹងឧទាហរណ៍ដូចប្រភេទវីដេអូបែបជាប្រភេទ sport បែបថតប្រម៉ូទអីផ្សេងអាហ្នឹងគឺត្រូវការលឿនឬក៏កន្ត្រាក់អារម្មណ៍អ្នកមើលអញ្ចឹងវីដេអូយើងគឺត្រូវការលោតទៅតាមភ្លេងឬក៏ដូចវីដេអូខ្លះគេកាត់តាមចង្វាក់ភ្លេងមានន័យថានៅពេលដែលភ្លេងលោតពីមួយទៅមួយ footage វីដេអូគឺចាប់ផ្ដើមលោតពីម៉ាស៊ីនទៅម៉ាស៊ីនដូចទៅតាមចង្វាក់ភ្លេងនឹងដែរប៉ុន្តែបើសិនជាភ្លេងរបស់យើងយឺតបែបអាចថាទេសភាពអីអានឹងគឺយើងបែបថតចេញមកគឺ smooth ធម្មតាដូចគ្នាដែរអានឹងធ្វើម៉េចឲ្យវាស៊ីជាមួយនឹងចង្វាក់ភ្លេងរបស់យើងទាំងវីដេអូ footage វីដេអូហើយនឹងភ្លេងហើយចំណុចទី5យើងគួរកាត់ចេញសំទោសអ្វីដែលមិនល្អមានរយៈពេលអ្វីដែលល្អគឺគួរមានពេលច្រើនជាង4វិនាទីចាប់ពី4វិនាទីទៅគឺចំណុចដែលល្អគឺយើងត្រូវព្យាយាមទុកឲ្យបានច្រើនចំពោះចំណុចដែលមិនល្អគឺយើងត្រូវកាត់ចេញដោយសារតែវីដេអូយើងមានក្បាលខ្លះឧទាហរណ៍តែយើងចាប់ថតមកវាអត់នឹងវា stabilize នឹងវាអង្គើអញ្ចឹងទៅអញ្ចឹងយើងកាត់ចេញចំណុចដែលអត់ល្អហើយចំណុចដែលល្អគឺយើងទុកអាចថា4វិនាទីដំបូងដើមក្បាលដំបូងឧទាហរណ៍ថាជា60នៃវីដេអូយើងអាចយកដាក់ត្រឹមពី4វិនាទីហ្នឹងទៅដល់អាចដល់15វិនាទីក៏បានដែរឬក៏ត្រឹម10អាហ្នឹងគឺជាចំណុចល្អ intro បាទ intro ឬក៏យើងមួយទៀតអាចយើងហៅបានថាហុកកន្លែងនេះចង់បញ្ជាក់តិចចំណុចចុងក្រោយនេះគេលោវិញចង់និយាយថាបើសិនជាយើងឃើញថាកន្លែងណាដែលយើងគិតថាល្អក្នុងវីដេអូហ្នឹងយើងអាចយកមកដាក់នឹងក្បាលគេហៅថាចូលបន្តិចមក4វិនាទី5វិនាទីទៅដើម្បីទាញអារម្មណ៍អ្នកមើលបន្តិចឲ្យគិតចង់ទៅតាមអាកន្លែងដែលចេញបង្ហាញហ្នឹងថាវានៅតាណានឹងគេលោមើលអសរទៅវិញទាំងអស់គ្នាទៀតហើយមានសំណួរសួរអញ្ចឹងកន្លែងនេះមានសំណួរអីទេបងអត់មានទេក៏ចាប់ផ្ដើមធ្វើបានសំណួរច្រើនអូខេ play ប៉ុន្តែយកគេបាច់ឲ្យដើម្បីទីពីពុកplay តាក់ទងទៅនឹង CapCut ដោយសារពេលវីដេអូខ្លីៗអត់សូវជាចាប់ច្រើនទេបើសិនជាយើង play ខ្ញុំយើងអាចយកពីចេញពី TikTok មានន័យថាយើង export យកវីដេអូពី TikTok ហើយយើង extract audio នឹងចូលនៅក្នុង CapCut អាហ្នឹងប៉ុន្តែវាភាគរយនៃការជួបក៏វាមានដែរតែមួយទៀតបើសិនជាយើងប្រើភ្លេងសុទ្ធធម្មតានៅក្នុង CapCut គឺមានភ្លេងដែល free យើងអាចប្រើបានអញ្ចឹងនៅពេលដែលយើងប្រើភ្លេង free នៅក្នុង CapCut ហ្នឹងយើងអាច add sound នឹងចូលបានអត់ចូល copyright ដោយសារក្នុង CapCut មានmusic ឬក៏ភ្លេងនឹង free នៅក្នុងនឹងដែលយើងអាចប្រើប្រាស់បានពាក់ព័ន្ធភ្លេងជួយបន្ថែមទៅព្រោះខ្ញុំអ្នកខាងភ្លេងស្រាប់ពាក់ព័ន្ធទៅនឹងការដាក់ភ្លេងដើម្បីកុំឲ្យជាប់ copyright គឺពឹងផ្អែកទៅលើទី1យើងស្គាល់ភ្លេងនៅឬអត់បើសិនជាបទចម្រៀងវាជាបទចម្រៀងដែលល្បីភាគរយដែលជាប់គឺស្ទើរតែ 100% ទៅហើយអញ្ចឹងឲ្យតែបទដែលល្បីគឺតែជាប់ហើយប៉ុន្តែបើសិនជាបទចម្រៀងនោះគាត់តែជាបទដែលធម្មតាដូចបទយូរហើយបទពីយូរពីយាណាស់មកហើយវាអាចនឹងជាប់វាអាចនឹងអត់អានឹង50អានឹងជាចម្រៀងនិយាយនឹងចម្រៀងបើភ្លេងវាមាន
ច្រើនសន្តានបើភ្លេងក្នុង TikTok វាមានប្រភេទភ្លេង free និងភ្លេងដែលមាន copyright ភ្លេងដែលយើងឮដាក់ក្នុង TikTok ភាគច្រើនគឺជាភ្លេងដែល free ពីព្រោះបើវាមិន free វាអត់នៅជាប់ចឹងទេអញ្ចឹងបានជាបើយើងទៅយកភ្លេងពី TikTok ដែលគេប្រើហើយយកមកដាក់លើវីដេអូរបស់គេយើងដាក់លើវីដេអូរបស់យើងគឺភាគរយនៃការជាប់ copyright គឺតិចមិនងាយជាប់ទេហើយក្នុង CapCut កម្មវិធីដែលយើងនឹងបង្រៀននេះក៏វាមានភ្លេង free សម្រាប់ឲ្យយើងដែរអញ្ចឹងណាតែនៅក្នុងចម្រៀងបើសិនជាយើងប្រើក្រោម10វិនាទីគឺមិនជាប់ទេតែបើយើងប្រើលើសពី10វិនាទីជាប់ហើយចម្រៀងដែលល្បីអញ្ចឹងអានឹងវាជាប្រភេទ copyright របស់សំឡេងចម្រៀងគឺបែបហ្នឹងបើនៅក្នុង YouTube ក៏មានភ្លេងដែរដូចអ្នកខ្លះគេដាក់ថា copyright free music ខំយកមកដល់ជាប់អដែរពីព្រោះអីYouTube គាត់យក footprint បានន័យថានៅរាល់វីដេអូឬរាល់ភ្លេងណាដែលផុសក្នុង YouTube គាត់ចាប់យក footprint របស់ភ្លេងហ្នឹងអញ្ចឹងបើសិនជានៅពេលដែលយើងយកភ្លេងហ្នឹងពី YouTube មកប្រើបើសិនជា creator មុនដែលគាត់អ្នកផុសណាគាត់មាន subscriber ច្រើនឬ follower ច្រើន YouTube វានឹងដាក់យកចាប់របស់យើងដែលលេងដែលយកប្រើហ្នឹងទៅសួរម្ចាស់ដើមដែលផុសមុនក្នុងករណីដែលអ្នកផុសមុននឹងគាត់ឆ្លើយថាប្រើបានយើងបន្តបានបើអ្នកប្រើមុននឹងគាត់អត់បានឆ្លើយឧទាហរណ៍ដូចសម្បូរ account ខ្មោចមកកណូគាត់មិនបានបញ្ចូលមើលឆ្លើយក្នុងរយៈពេល30ថ្ងៃវីដេអូយើងដាច់ហើយបើសិនជាគាត់អត់ឆ្លើយអាហ្នឹងគឺវីដេអូយើងតែមួយខែបាត់ស្មៅសូមតែបើ Facebook បាត់សលេងឈឹងឃើញYouTube វាខុសពី Facebook ត្រង់តែហ្នឹងហើយ Facebook វីដេអូនៅតែបាត់សំឡេងដល់ពេល YouTube បាត់ទៅទាំងអស់ដល់សូន្យអត់មានរយឃើញទេអញ្ចឹងរឿងភ្លេងនេះជំរើសល្អបំផុតរបស់យើងគឺយើងដឹងប្រភពភ្លេងដែលយើងប្រើបើសិនជានៅក្នុង TikTok គេដាក់ថារបស់នឹង free ហើយវា free ហើយបើសិនជានៅក្នុង CapCut ដាក់ថា free ហើយគឺ free ហើយអានឹងប្រើបានបើសិនជាភ្លេងពី TikTok មកតែយកផុសភ្លេងពុកអាហ្នឹងគឺអាស្រ័យលើភ្លេងអាហ្នឹង50 ខ្ញុំអត់ហ៊ានធានាទេដោយសារអីបើរឿង copyright របស់ Facebook និង TikTok គឺខុសគ្នា Facebook នៅពេលដែលវាលឺភ្លេងណាមួយដែលស្តៀងទៅហើយចាប់ដើម imprint ទៅហើយតិចយូរទៅចាប់ដើមសួរយើងបើអត់សួរទេវាបិទភ្លេងចោលដល់ហើយអាហ្នឹងទៅយើង appeal ទៅវិញយើងប្រាប់ថាភ្លេងហ្នឹងយើងយកពីណាបានវាអូខេមកវិញតែបើសិនជាវាបិទប្រភេទច្រើនទៅវាបិទហើយពីព្រោះខ្ញុំមិនដឹងពិបាកថាដែរពីព្រោះនៅក្នុង Facebook ដោយសារ account វាច្រើនហើយការប្រើប្រាស់ភ្លេងវាច្រើនអញ្ចឹងទៅជំរើសដែលល្អបំផុតនៅក្នុងការប្រើភ្លេងរបស់យើងពេលនេះយកអាណា free មកដាក់មក free ពី TikTok ក៏ដោយ free ពីណាក៏ដោយយកមកដាក់មកបើសិនជាវាចាប់ត្រូវប្រាប់វាវិញថាភ្លេងនេះខ្ញុំមានយកប្រភពមកពីនេះអានោះសម្រាប់យើងអ្នកបច្ចេកទេសយើងដឹងហើយថាត្រូវចរចាមួយវាយ៉ាងម៉េចតែជាក់ស្ដែងពួកយើងវារាំងរវល់ច្រើនទៅឯងចាប់អញលុបចោលបណ្ដោយទៅកុំឲ្យពិបាកតែការពិតបើយើងអភិលបានតែ 2-3 ដងឬក្រោយឡើងវាឈប់ទៅចាប់ហើយពីព្រោះ TikTok ខ្ញុំពីមុនអានឹងជារបស់សាកល្បងខ្ញុំទេខ្ញុំចូលចិត្តលេងហ្គីតាច្រៀងលេងដល់ពេលច្រៀងយូរទៅវាចាប់ទៅនឹងបទ copyright របស់សិនស៊ីសមុទ្រដែលខ្ញុំច្រៀងហ្នឹងបន្ទាប់មកវាបិទឬហើយវាសួរយើងថាចង់តវ៉ាអត់ខ្ញុំក៏ដាក់ប្រាប់ទៅវិញទៅថាបទនឹងខ្ញុំច្រៀងទេខ្ញុំមិនបានយកទៅលក់អីដូរឯណាទេអញ្ចឹងទៅក៏វាយកទៅឆែកមើលប្រហែលជាមួយអាទិត្យក្រោយមកលឺមកវិញអញ្ចឹងវាពឹងផ្អែកទៅលើ engagement របស់យើងជាមួយនឹងក្រុមហ៊ុនដែរអារឿងភ្លេងហ្នឹងខ្ញុំអត់ហ៊ានធានាថាភ្លេងណាត្រូវតែដាច់ copyright 100% អាហ្នឹងអត់ធានាបានទេអញ្ចឹងទៅនេះប៉ុន្តែបើសិនជាយើងដាក់ជាប់ copyright ហើយវាមានរឿងពីរទី1ភ្លេងហ្នឹងយើងយកមកគឺមានគេចុះមុនហ្នឹងទី2គេធ្លាប់សួរយើងអត់ដែរឆ្លើយប្រាប់គេអញ្ចឹងដល់ពេលអញ្ចឹងទៅគេគិតថាយើងយករបស់គេប្រើបណ្ដោយអញ្ចឹងឲ្យតែនោះលឺស្តៀងដាច់អញ្ចឹងត្រូវធ្វើម៉េចតាមអា page យើងឲ្យជឿបើសិនជាគេសួរមកត្រូវឆ្លើយសំណួរគេពេលខ្លះយើងខំឲ្យទៅពេលខ្លះព្រៀងជាប់ព្រៀងហើយមួយខែ2ខែមួយឆ្នាំបានឃើញប្រហែលបាទអានឹងដោយសារវាច្រើនជាវានេះ
ចឹងសំណួរសួរវិញចេះ play នេះយើងយកពីណាមក lên nhưng cái nó vô vì phút phần cái tháng thì vô vì vô អូបើ YouTube ភាគរយរាំងធំចឹង platform ណាមួយ platform ទៅជា mình cho mấy tài bản YouTube បើ play យកពី YouTube ខ្ញុំនិយាយចេះចុះសម័យឥឡូវនេះគឺភាគរយច្រើនហើយជា copyright YouTube ណាភាគរយច្រើនណាស់លើកលែងតែ play នឹងវាទៅមិនដាក់អានឹងបាត់យើងអត់ជឿតែដល់ពេលវាទៅមិនដាក់ហើយណាតាមមួយឆ្នាំក្រោយឡើងអា creator ដែលយើងយក play ពីវានឹងវាឡើងល្បីខ្លាំងឯងជឿបដែរមិនដោយ វា claim វា submit ឯកសារទៅយក update នឹងជាកម្មសិទ្ធិរបស់វាអញ្ចឹងដល់ពេលដែលវាplatform ហ្នឹងវា approve ទៅលើម្ចាស់ហើយវា scan អត់នៅក្នុង platform ហ្នឹងអញ្ចឹងអាចតាមផ្សេងហ្នឹងគឺវាចាប់ សម្រាប់ personal creator content creator ដូចពួកយើងនៅធ្វើកន្លែងធ្វើការអញ្ចឹងបើខាងទីព័ត៌មានគាត់ជាប់ច្រើនហើយបើវីដេអូគាត់វិញតែប៉ុន្តែបើថាដូចពួកយើងដូចនៅខាងនេះអីធ្វើវីដេអូខ្លីៗទេអត់សូវជាប់ទេអាហ្នឹងដោយសារអី plane ខ្លះត្រឹម1នាទីអីវាអត់ចាប់ទេតែបើថា plane យើងមកកម្មវិធីយើងសិតតែ10នាទី15នាទីហើយអាហ្នឹងភាគរយដែលវាចាប់គឺច្រើនជួនកាលអត់មានចាប់អា plane ដំបូងទេចាប់អា plane កណ្ដាលហើយជួនកាលអត់ចាប់អាកណ្ដាលទេចាប់អាកន្ទុយ kiểu vậy nè phần tayคือnó cắt cái này là play để bạn để dùng play cọ hay mà nhập khối vì tâm chạp hay trong này luôn biên đi sẵn cái này play phải ta phải ao dừng dừng nuôi play cái mà hai phần tay dừng cái này là sẽ bằng បើនិយាយពីវិធីសាស្ត្រវាមានវាឥឡូវមាន AI ក៏យកមកយើងយក AI មកប្រើបានទេដើម្បីឆ្នៃភ្លេងប៉ុន្តែធម្មតាតែវីដេអូផុសទៅហើយគេចាប់ហើយតលផុសថ្មី học ca trong này thì là dừng tăng hẳn lên cái intro bị kì bằng tay chụp bồi nhưng mà trên thư con này thì mình vô cái này mấy ở vì miền Hàn thầy ít tuổi chạy chân chỉ là នេះដែរ music platform របស់វាទូន Facebook វាមានsound concern YouTube វាមានណា all over ទៅតែវាត្រូវការក្នុង platform របស់វាវិញខ្លួនអាចឆ្លងបាន អញ្ចឹងជំរើសបន្ទាប់ដែលល្អបំផុតណានេះណានៅពេលដែលយើងប្រុងផុសទៅលើ platform ណាមួយចូលទៅឆែករកអា play ដែលវា provide ឲ្យពេលណាខ្លះធ្លាប់ post story សើធ្លាប់ទាំងអស់គ្នាមែនទេនៅក្នុង story សិតតែមានឲ្យរើស play ទេអា play ដែលគាត់ឲ្យរើសហ្នឹងគឺភាគរយច្រើនដែលគាត់អត់ចាប់ទេអញ្ចឹងណា Đây đâu? ខ្ញុំសុំបន្ថែម play ហ្នឹងបន្តិចបើនៅក្នុង Facebook វាមាន sound selection របស់វាអញ្ចឹងយើងទៅ download យកមកប្រើអត់ជាប់ copyright ទេភាគរយច្រើនអត់ជាប់ទាំងអស់ហើយភាគរយច្រើនអត់ជាប់ សំខាន់គាត់ថាអត់ព្រោះ គឺវាពេញចិត្តរបស់យើង YouTube ដូចគ្នាតែពេលដែលយើងទៅយករបស់ free ដែលយើងយកប្រើអត់ជាប់ copyright ណាស្គាល់ពេញចិត្តយើង ឥឡូវចេះបើថាចង់សួរនិពន្ធ play ខ្លួនឯងទៅដាក់អត់មានណាចាំទេ អត់ទេឥឡូវខ្ញុំនិយាយលេងសើចទេបើគាត់ថាបើយើងនិពន្ធធម្មតាយើងនិពន្ធបទភ្លេងមួយវាដែលក្រោម3នាទីទេតែយើងយកមកកាត់យើងកាត់ម្ដងក្បាលម្ដងកន្ទុយម្ដងបានដាក់តែភ្លេងដែរក៏បានដែរមិនអីទេប៉ុន្តែសំខាន់យើងខ្លួនយើងដូចខ្ញុំនិយាយមិញអញ្ចឹងថាភ្លេងបើយកតាម platform របស់វាគឺវាងាយចាប់ទេនៅក្នុង sound collection របស់វាហ្នឹងណាហើយបើថាដូចនៅ Facebook ក៏ចង់នឹង sound collection នៅណាចូលកន្លែង post story ទៅឃើញហើយភ្លេងវាច្រើនណាស់ដាក់ឲ្យរើសប៉ុន្តែគាត់ថាភ្លេងអស់ហ្នឹងវាដូចថាអញ្ចឹងជួនកាលក៏សលេងហួចសលេងអីពីវិញទៅវាណាតែយើងសម័យតាមជាក់ស្ដែងប្រើអាណាបានប្រើអាហ្នឹងប៉ុន្តែបទខ្មែរភាគច្រើនបទសិនស៊ីសមុទ្រគឺអត់សូវចាប់ទេភាគច្រើនមិនមែនទាំងអស់ទេណាភាគច្រើនបើបទដោយសារបទខ្លះដោយដែលខាងរដ្ឋាភិបាលគាត់បានសិទ្ធជាកម្មសិទ្ធិរបស់គ្រួសារសមាគមសិនស៊ីសមុទ្រហើយអានឹងភាគរយជឿរាំងតឹងបន្តិចតែបើថាភ្លេងណាដោយបទចម្លែកឲ្យទឹមលឺថ្មីមកយកទៅដាក់ទៅអានឹងអត់អីទេពីព្រោះតែមានណា claim បានហើយរឿង play នេះក៏ខ្ញុំទៅបាននឹងបញ្យល់ព្រោះមូលហេតុអីឥឡូវនេះវាមានអ្នកយកទៅលក់ទៅនេះទៅនោះច្រើនឧបមាថានៅក្នុង Apple Store អញ្ចឹងមានបទស៊ីសមុទ្រ1គីឡូដែរមិនដឹងអ្នកណាអ្នកដាក់លក់ទេ
nhờ về chân tới mình đăng nè na nè claim mà copyright đừng tỷ rồi về đã tới về chịu mình từ video tới dương về đang học bạn dương đừng vậy tham mày chân chụp rừng ôm thoát lên na cái áo ấy pra nè tại bà thà dương cứ thà này tới dương bà thôi ban ta bà thôi xạ mơ tới chuông cao dương ao YouTube scan xạ mơ chơi scan ở YouTube á ចាំពេលផយពេលខ្លះខ្ញុំ scan គ្នាតែពេលខ្លះគេចាក់ទិញទិញពេលខ្ញុំផយគេចាក់គេពេលខ្លះមួយខែពីរខែមួយឆ្នាំហើយវាទៅឃើញចាក់ đây ai ra ấy anh ấy nhung cắt ở clay lên class khi ban tờ xe mau hái khi đã rồi hái còn tay khi ở tên claim copyright của YouTube nơi pe để dương không vô mà pra dương cầm bung tay pra đã video nó đa trong cả lát năm ta hái ra ta làm bao vô nó bị claim à mà cha hết á rồi việc claim patch nó đa YouTube về scan mà mình được không group video để pra play nó cứ việc chặt được không anh hết con xanh thì gì bạn cái là đọc cảm xúc vào nhà rồi ở đây việc phải coi và lương tên một người bạn nói rồi bên kênh bạn hốt anh qua phải coi như vậy ở đây anh đang về thang plane kia đang thang sờ bạc có kia đang miền ở đôi dương này tề đời xa bọt class nè nippon còn nippon du hai còn nippon mà khai pi khai muốn gật hộp rồiไปgật hộp tới ธรรมดาข้าง platform ก็វាមិនទៅថាយដែរពីព្រោះវាឲ្យយើង create free នៅពេលដែលបត់នោះវាស្រាប់តែឡើងវាផ្ទុះក្រុមហ៊ុនខាង platform វាត្រូវបារម្ភហើយបារម្ភមិនម្នាក់នោះផុសក្នុង platform គាត់អញ្ចឹងក៏ត្រូវចរចាមួយម្នាក់នោះថាមិនអីមិនដើម្បីខាងម្នាក់នោះ claim copyright ទៅ platform គាត់ខ្លាចជាតំបន់មួយដែលទាញផលចំណេញពីអានឹងបានដែរអញ្ចឹងណាអញ្ចឹងច្បាប់វានៅក្នុង business ជាងឯងវានឹងធ្វើមិនទេវាត្រឡប់កលិនចុះឡើងតែយើងក៏នឹងធ្វើមិនវាដែរ vậyទៅការនៅត្រង់អត់ទេយើងមើលវាពីជួយនោះវារកយើងចូល បាទ យើងទៅកាច់ តែយើងចេញព្រោះគេខំតែអានេះយើងដឹងនិយាយថាមិនទេគេខំសរសេរអញ្ចឹងវាទាញអញ្ចឹងឯងប៉ុន្តែដូចខ្ញុំថាអញ្ចឹងកាត់បន្ថយការបារម្ភចេញសិនដោះស្រាយបញ្ហាទៅតាមជាក់ស្ដែងបើវាចាប់ហើយយើងទៅរកវិធីហើយ note play នឹងផងវាចាច្រឡំប្រើពេលក្រោយទៀតអញ្ចឹងដល់មក app play នឹងដល់គេចាប់ហើយច្រឡំប្រើបាទនោះឯងតដែរទៅយើងប្រយ័ត្នអូខេអញ្ចឹងតោះបន្តទៀតទេមកទៀតបាទនោះចូលដល់ cap តើបាទអញ្ចឹងយើងចូលដល់តាក់ទងទៅនឹងការកាត់តវីដេអូនឹងគ្រាន់ជាជំហានចំណុចដំបូងដែលយើងចូលដល់កម្មវិធី CapCut ទៀតនេះមានអីអត់ឲ្យក៏ download សិនទេអូខេអញ្ចឹងចំណុចនេះគឺតាក់ទងទៅនឹងខ្ញុំចង់បង្ហាញពីជំហាននៃការកាត់វីដេអូនៅក្នុង CapCut ដែលមានមុខងារឬក៏ feature ផ្សេងៗដែលយើងអាចប្រើប្រាស់បាននៅក្នុងនឹងគឺច្រើនហើយចំពោះកម្មវិធី CapCut ហ្នឹងបងបាន download រួចអស់ហើយតើអូខេ download រួចអស់ហើយ download អស់ហើយ CapCut អូនទេអូនណាអត់អូនមានចឹងទៅexperience អូរបស់វាឲ្យតបោះចិនអានេះយើងចាំទ្រឹស្ដីរួចចាំឥឡូវចិនណាយើងមើលទ្រឹស្ដីសិនទៅពីព្រោះកម្មវិធីកាត់វីដេអូវាប្រហាក់គ្នាទេ function ឲ្យតែជាកម្មវិធីដូចគ្នាអញ្ចឹងយើងមើលទ្រឹស្ដីសិនទៅចាំពេលហើយយើងដាក់អានោះទាំងអស់គ្នាអូ load font ណាអូខេអញ្ចឹងចំណុចដំបូងនៃការកាត់វីដេអូគឺនៅពេលដែលយើងចូលយើងនឹងឃើញផ្ទាំងដែលបង្ហាញទាក់ទងទៅនឹងការ add new video ឬក៏យើងការបង្កើត project ថ្មីមានន័យថាយើងបង្កើត project នឹងហើយយើង add video ដែលយើងបានថត footage ដែលយើងបានថតនៅក្នុងទូរស័ព្ទដៃនឹងចូលទៅកម្មវិធី CapCut នៃការផ្ទាំងកាត់វីដេអូរបស់យើងគឺវាចេញបែបនេះអញ្ចឹងចំណុចដែលយើងត្រូវធ្វើដំបូងហ្នឹងគឺមានន័យថាយើងត្រូវកាត់ចេញនៅចំណុចដែលមិនល្អដូចដែលខ្ញុំបានបង្ហាញពីមុនហ្នឹងហើយចំណុចណាដែលល្អគឺយើងទុកដើម្បីបង្ហាញនៅក្នុងវីដេអូហ្នឹងទៅកាន់អ្នកមើលឬក៏អ្នកទស្សនាអូខេអញ្ចឹងបន្ទាប់ពីយើងបានកាត់តម្រឹមនៅខ្លឹមសារឬក៏អត្ថន័យនៃ footage វីដេអូរបស់យើងគិតថា
ទៅតាមអ្វីដែលយើងចង់បានហើយចំណុចបន្ទាប់គឺយើងត្រូវការមើលពលឺនៃ footage video ហ្នឹងដើម្បីយើងធ្វើការ color grading ឬក៏កែពលឺកែពណ៌នៅក្នុងវីដេអូរបស់យើងអញ្ចឹងវីដេអូភាគច្រើនfootage ខ្លះយើងថតមកមាន footage ខ្លះរាំងងឹត footage ខ្លះរាំងភ្លឺខ្លាំងរាំង highlight ខ្លាំងអីចឹងទៅប៉ុន្តែនៅពេលដែលយើងចូលទៅកែគឺយើងអាចមើលទៅលើ exposure វាហើយយើងសេរី exposure ហ្នឹងឲ្យរាំងមានន័យថាវារាំងស្តៀងគ្នាអាចនេះគឺ footage ដែលឧទាហរណ៍ថា footage ដែលយើងបានថតអញ្ចឹងពលឺពណ៌ពីរពណ៌ហ្នឹងគឺវាខុសគ្នាហើយនៅពេលដែលយើងមើល exposure ហ្នឹងថាវារាំងស្តៀងគ្នាហើយទើបយើងអាចធ្វើការ color grade នៅលើហ្នឹងដែលវាមានមុខងារច្រើនអាហ្នឹងចាំចូលទៅដល់កន្លែងអនុវត្តខ្ញុំនឹងបង្ហាញជាក់ស្ដែងទាំងអស់គ្នាព្រោះដោយសារ feature របស់វាគឺច្រើនក្នុងការកែ color ក៏ដូចជាកែពណ៌ហ្នឹងហើយចំណុចបន្ទាប់ទៀតទាក់ទងទៅនឹងការប្រើប្រាស់ effect នេះគឺយើងប្រើដើម្បីបន្ថែមទៅលើវីដេអូដូចគ្នាដែរទាក់ទងទៅនឹងការចាប់អារម្មណ៍ឬក៏ធ្វើឲ្យវីដេអូរបស់យើងនឹងមានភាពទាក់ទាញមានរសជាតិបន្ថែមពីលើនឹងហើយវីដេអូមួយគឺគេប្រើទៅតាម concept នៃវីដេអូដែរវីដេអូខ្លះក៏យើងអាចប្រើប្រាស់effect ណាដែលយើងចូលចិត្តឬក៏ effect ដែលអាចថាជា trend ជាការពេញនិយមក្នុងការកាត់តឬក៏ក្នុងការបន្ថែមនៅក្នុងវីដេអូរបស់យើងZoom ដូចអត់ stable វា internet អត់ stable ទៅបាទអញ្ចឹងដល់មកវិញទាក់ទងទៅនឹងការប្រើប្រាស់ effect នេះមានន័យថាយើងបន្ថែមទៅលើវីដេអូរបស់យើងឲ្យកាន់តែមានភាពទាក់ទាញឬក៏មានភាពស្រស់ស្អាតបន្ថែមពីលើនឹងទៀតចា៎បាទហើយជំហានទី5នេះទាក់ទងទៅនឹងការប្រើប្រាស់ transition អញ្ចឹង transition គឺជាការអាចថាជាការតភ្ជាប់ពី scene មួយទៅ scene មួយទៀតនៅពេលដែលវីដេអូរបស់យើងគឺ play ទៅគឺវាលោតពី scene ទី1ទៅ scene ទី2អញ្ចឹងចំណុចតភ្ជាប់ហ្នឹងគឺយើងអាចប្រើប្រាស់ transition ណាមួយដែលយើងពេញចិត្តឬក៏យើងគិតថាស្អាតនៅក្នុងកម្មវិធី CapCut នឹងបានបាទជំហានមួយទៀតគឺទាក់ទងទៅនឹងការប្រើប្រាស់ music នៅក្នុងវីដេអូការសរសេរsubtitle ឬក៏ការសរសេរ text នៅលើវីដេអូអញ្ចឹងកន្លែងចំណុចនេះដោយដែលខ្ញុំបានបង្ហាញមកអញ្ចឹងនៅក្នុង CapCut គឺមាន music ឬក៏ភ្លេងដែល free ដែលយើងអាចប្រើប្រាស់បានអញ្ចឹងភ្លេងណាដែលជួបដោយសញ្ញាពេជ្រហ្នឹងគឺយើងត្រូវបង់លុយអាហ្នឹងយើងអាចប្រើប្រាស់បានទេយើងត្រូវការបង់លុយហើយទាក់ទងទៅនឹងការសរសេរ text នេះក៏ដូចគ្នាដែរគឺមាន free មានដែល text ដែលជួប pro ឬក៏យើងត្រូវការបង់លុយដូចគ្នាហើយបន្តចូលដល់ចំណុចទី4ទាក់ទងទៅនឹងប្រភេទនៃcontent ឬក៏ប្រភេទនៃមាតិកាអញ្ចឹងទាក់ទងទៅនឹងការកាត់តវីដេអូហ្នឹងគឺទៅតាមអ្វីដែលយើងផលិតមាតិកាឬក៏ content របស់យើងអញ្ចឹង content គឺមានច្រើនប្រភេទច្រើនសន្តានដែលមានទៅតាមបែបបទផ្សេងៗគ្នាហើយចំពោះនៅក្នុង content ឬក៏មាតិកាដែលយើងផលិតឬក៏អ្នកផ្សេងគាត់ផលិតដូចគ្នាដែរវាផ្សេងៗគ្នាអញ្ចឹងយើងអត់អាចកំណត់ថាមាតិកាណាមួយដែលលេចធ្លោឬក៏មាតិកាណាមួយដែលយើងអាចផលិតទៅវាអាចថាជាងមាតិកាមួយទៀតទេប៉ុន្តែវាទៅតាម trend ដូចគ្នាដែរឧទាហរណ៍ថាយើងផលិតវីដេអូទាក់ទងទៅនឹងទេសចរដូចថាកន្លែងណាមួយដែលស្អាតដែលគេon trend គេថតច្រើនឧទាហរណ៍ថានៅផ្សារអង្គរវត្តចុះអញ្ចឹងកន្លែងហ្នឹងគឺនៅពេលដែលយើងថតទៅយើងអាចផុសទៅវាមានភាគរយនៅក្នុងការអ្នកមើលច្រើន view ច្រើនជាងគេដោយសារវាកំពុងតែ trending ឧទាហរណ៍ដូចនៅក្នុងរដូវកាលបៃតងឬក៏ green season ហ្នឹងបងថែមតិចចំណុចនេះខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចពាក់ព័ន្ធទៅនឹងប្រភេទនៃមាតិកាប្រភេទនៃ content បើសិនជានិយាយពីរឿងមួយណាល្អជាងមួយណាគឺអាស្រ័យទៅលើថាតើមានវីដេអូមួយណាដែលគេមើលច្រើនជាង trend វាដើរតួសំខាន់តែ trend យើងអាចតាម trend តែយើងក៏អាចជាអ្នកបង្កើត trend ដែរអញ្ចឹងយើងមិនមែនចាំបាច់ថាតាមឲ្យវាត្រូវ trend គេបានយើងទៅកើតទេប៉ុន្តែគាត់ថា algorithm
ពាក្យ trend ហ្នឹងសំដៅទៅលើវីដេអូណាដែលគេមើលច្រើនចាមួយណាល្បីច្រើនជាងគេផ្សព្វផ្សាយច្រើនជាងគេអានឹងឯងវាជា trend តែបើសិនជាក្នុងករណីដែលយើងធ្វើការនៅតំបន់ឧបមាថាអេកូទេសចរតែគេគ្រប់គ្នាក៏ trend គេកំពុងតែប្រសើរតែយើងមិនអាចទៅថតប្រាសាទជាមួយគេកើតទេអញ្ចឹងយើងត្រូវថតតំបន់របស់យើងដោយធម្មតាកុំខ្វល់អារឿងហ្នឹងយើងគ្រាន់តែដាក់ទៅគាត់ថារបស់ដែលយើងដូចគេគឺយើងទេសចរដូចគេដែរអញ្ចឹងយើងអាចទៅអបគេបានប៉ុន្តែមិនចាំបាច់ទៅថតឲ្យដូចគេទេរឿងវាប៉ុណ្្នឹងទេចាអាហ្នឹងខ្ញុំបញ្ជាក់បន្ថែមកែឡូអ្នកខ្លះគាត់មិនទាន់បានធ្វើផងគាត់អស់សង្ឃឹមបាទព្រោះរបៀបថាទៅធ្វើទាំងគេកំពុងពេញនិយមអានោះឯងមកធ្វើអានេះមានណាគេមើលទេវាអត់អញ្ចឹងទេសំខាន់យើងធ្វើជាប់លាប់អត់ហើយវីដេអូរបស់យើងនឹង quality អាចឲ្យគេមើលបានអត់បើសិនជាយើងដាក់ទៅតាក់ភ្នែកហើយវាទៅហើយអញ្ចឹង trend វាអាចដូរពីរបស់គេមករបស់យើងដែរបើសិនជាយើងនៅតែតស៊ូយើងវីដេអូរបស់យើងចំណុចដំបូងគឺជាចំណុចដែលសំខាន់ក្នុងការទាញចំណាប់អារម្មណ៍អ្នកដែលទស្សនានៅក្នុងវីដេអូរបស់យើងហ្នឹងគឺនៅក្នុងនេះដូចនៅក្នុង YouTube គឺចាប់ពី5ទៅ12នាទីហើយ Facebook 3ទៅ5នាទីហើយ TikTok គឺខ្លី1ទៅ3នាទីអញ្ចឹងនៅក្នុងវីដេអូគឺមានន័យថាយើងជ្រើសរើសឬក៏យើង select យកចំណុចណាដែលសំខាន់ចំណុចឧទាហរណ៍ថាប្លង់ណាដែលស្អាតអញ្ចឹងយើងយកមកធ្វើជាអាចថាជា intro នៅខាងមុខវីដេអូហ្នឹងពីអាច5 second 10 second ទៅ15អាហ្នឹងគឺជាចំណុចសំខាន់នៃវីដេអូរបស់យើងអញ្ចឹងនៅពេលដែលយើងទាញចំណាប់អារម្មណ៍នៃវីដេអូដំបូងរបស់យើងឲ្យអ្នកមើលហ្នឹងគាត់ចូលមើលបានហើយគឺអាចថាចុងក្រោយយើងអាចដាក់ប្លង់ណាដែលមិនសូវដែលវាមកល្មមសំដៅមកល្មមមិនសូវស្អាតក៏បានដែរព្រោះចង់មិនចង់គាត់នឹង click មើលនៅវីដេអូរបស់យើងហើយដោយសារតែយើងទាញបានចំណាប់អារម្មណ៍ដំបូងនៃអ្នកទស្សនានឹងគាត់ចាប់អារម្មណ៍វីដេអូដំបូងរបស់យើងនោះរត់ថតជាស្រេចសុំអត់លឺសតំរួយចឹងចំណុចនេះគឺតាក់ទងទៅនឹង timeline នៅក្នុង content របស់យើងចំណុចទី1ដូចខ្ញុំបានបញ្ជាក់មិញគឺចំណុចដែលទាក់ទាញចំណុចដែលធ្វើឲ្យអ្នកមើលនឹងក៏ចាប់អារម្មណ៍ហើយចំណុចដំបូងនឹងកដាលទៀតគឺសេចក្តីលម្អិតមានន័យថាយើងបង្ហាញព័ត៌មានយើងផ្ដល់ព័ត៌មានឬក៏ខ្លឹមសារអត្ថន័យនៅក្នុងវីដេអូរបស់យើងនេះគឺនៅអាចថាពាក្យកណ្ដាលវីដេអូគឺយើងនឹងនិយាយលម្អិតពីខ្លឹមសារណាមួយឬក៏ប្រធានបទណាមួយដែលយើងចង់បង្ហាញហើយនឹងចុងក្រោយគឺយើងអាចរំលឹកឡើងវិញពីសកម្មភាពខ្លះៗឬក៏ខ្លឹមសារអត្ថន័យខ្លះៗនៅវីដេអូរបស់យើងបាទអញ្ចឹងចូលដល់ចំណុចបន្ទាប់នេះតាក់ទងទៅនឹងratio ឬក៏ទំហំពេញនិយមនៅក្នុងការប្រើប្រាស់ឬក៏ក្នុងការកាត់តវីដេអូរបស់យើងហើយratio ហ្នឹងទី1នេះគឺ4:3នេះគឺជាទំហំនេះដែលខ្ញុំបានឧទាហរណ៍ហើយបើសិនជាយើងប្រើប្រាស់កម្រិតHD គឺយើងប្រើ12:8គុណនឹង9:6ហើយបើសិនជាយើងប្រើ Full HD អាចយក1920គុណ1440ហើយបើសិនជាយើងប្រើប្រាស់ 4K គឺ38គុណនឹង288ហ្នឹងគឺសម្រាប់ទំហំ4:3 resolution 4:3ហ្នឹងនេះ resolution មួយស្មើអាចថាជាការ៉េហើយ HD នេះ19សំទោស9:6គុណនឹង9:6ដូចគ្នាហើយ Full HD 18គុណ18 4K 1920គុណ1920តម្រងនេះគឺភាគច្រើនយើងអាចប្រើនៅក្នុង poster ដូចគ្នាដែរឬក៏វីដេអូបែបanimation ខ្លីៗបែបboost ឬក៏ promote ផលអីចឹងទៅតម្រងមួយនេះ
ហើយចឹងបច្ចុប្បន្នឃើញតម្រងដែលពេញនិយមសំទោស red show ដែលគេប្រើប្រាស់ពេញនិយមគឺ16 9ហ្នឹងតម្រងបញ្ឈរគឺបែបហ្នឹងហើយមួយនេះគឺតម្រងផ្ដេកដែលយើងអាចប្រើប្រាស់ platform សម្រាប់ YouTube ហើយខាងនោះគឺយើងប្រើនៅលើ Facebook អញ្ចឹងស្តៀងគ្នាដែរបើសិនជាយើងប្រើ HD គឺយើងយក19សំទោស12:8គុណនឹង720ហើយជាក់ស្ដែងដែលប្រើទូទៅភាគច្រើនគឺ Full HD 1920គុណ18បើសិនជាយើងយក 4K ចំណុចនេះគឺមិនសូវជាមានអ្នកប្រើច្រើនទេដោយសារត្រូវការ space ធំហើយត្រូវការពេលវេលាក្នុងការ export ឬក៏ upload ច្រើនអាហ្នឹងតែបើសិនជាយើងប្រើ Full HD ទេអាហ្នឹងគឺជាទូទៅប្រើនៅលើ Facebook ធម្មតាចូលដល់ចំណុច 4.7 នេះទាក់ទងទៅនឹងចំណុចសំខាន់ដែលយើងត្រូវចងចាំនៅក្នុងការកាត់តវីដេអូឬក៏រូបភាពហ្នឹងគឺភ្លេងនិងរូបភាពឬក៏វីដេអូរបស់យើងហ្នឹងគឺមានភាពចាំបាច់ដូចគ្នាដោយសារតែយើងត្រូវការប្រើប្រាស់ទាំងពីរហ្នឹងឲ្យមានភាពស៊ីសង្វាក់គ្នាហើយរូបភាពគឺត្រូវការរូបភាពដែលអាចថា quality មើលទៅ clear ហើយច្បាស់ហើយភ្លេងយកភ្លេងដែលយើងអាចប្រើប្រាស់បានហើយស៊ីទៅនឹងរូបភាពឬក៏ស៊ីទៅនឹងវីដេអូឬក៏ស្ថានភាពដែលយើងកំពុងតែជួបប្រទេសនឹងហើយល្បឿននៃរូបភាពនិងភ្លេងដូចគ្នាដែរដូចខ្ញុំបានបង្ហាញពីមុនពីខាងលើហ្នឹងគឺត្រូវតែស៊ីសង្វាក់គ្នាមានន័យថាភ្លេងយឺតវីដេអូក៏រាងយឺតរាង slow ដែរបើសិនជាភ្លេងលឿនវីដេអូឬក៏រូបភាពយើងក៏ត្រូវលោតចូលមករាងលឿនដូចគ្នាទាក់ទងទៅនឹងការពិពណ៌នាបង្កើនភាពទាក់ទាញនេះគឺជាខ្លឹមសារសំខាន់ជាអត្ថន័យនៅក្នុងវីដេអូឬក៏នៅក្នុងប្រធានបទដែលយើងបានបង្ហាញទៅអ្នកមើលឬក៏អ្នកទស្សនានឹងអញ្ចឹងនៅក្នុងការពិពណ៌នារបស់យើងនឹងតើយើងចង់និយាយពីអីយើងចង់បង្ហាញពីអីគេទៅកាន់អ្នកមើលព័ត៌មានច្បាស់លាស់ឬក៏ព័ត៌មានពិតឬក៏មិនពិតអាហ្នឹងគឺវាសំខាន់ដើម្បីឲ្យអ្នកមើលហ្នឹងគាត់ដឹងថាយើងចង់និយាយពីអីហើយយើងចង់បង្ហាញពីចំណុចហ្នឹងវាពិតឬអត់ឬក៏គ្រាន់តែជាការនិយាយបន្លឹះអីចឹងទៅហើយគុណភាពបញ្ចូលអត្ថន័យនឹងក៏ដូចគ្នាដែរគឺយើងត្រូវបញ្ចូលឲ្យមានភាពច្បាស់លាស់ជាក់លាក់ត្រូវចំគោលដៅឬក៏ស្ថានភាពនៃសកម្មភាពនឹងចំណុចមួយទៀតទាក់ទងទៅនឹងអ្វីដែលយើងគួរដឹងឬក៏យើងគួរតែនិយាយនៅក្នុងវីដេអូរបស់យើងអញ្ចឹងទី1ទាក់ទងទៅនឹងទីកន្លែងប្លែកឬក៏ទីកន្លែងថ្មីនៅពេលដែលយើងផលិតវីដេអូឬក៏មាតិកានឹងចេញមកមួយបើសិនជាកន្លែងនឹងប្លែកអត់ទាន់សូវមានអ្នកដែលគាត់ទៅមើលទេក៏ឬក៏អត់ទាន់មានអ្នកស្គាល់អញ្ចឹងច្បាស់ជាមានអ្នកដែលចាប់អារម្មណ៍ដោយសារតែគាត់មើលទៅវាប្លែកគាត់អត់ទាន់បានឃើញឬក៏គាត់អត់ធ្លាប់ឃើញពីមុនដូចបងគាត់បានលើកឡើងមកអញ្ចឹងមិនប្រកាសថាកន្លែងដែលគេ trend ហ្នឹងគឺយើងត្រូវតែទៅថតជាមួយគេឬក៏យើងត្រូវទៅថតតាមគេទេអញ្ចឹងអានេះគឺជាកន្លែងថ្មីមួយទៀតឧទាហរណ៍ថាយើងចាប់ប្លង់ថ្មីមុំណាមួយឬក៏ angle ណាមួយដែលគេអត់ធ្លាប់បានបង្ហាញឬក៏គេអត់ធ្លាប់បានថតអញ្ចឹងធ្វើឲ្យអ្នកមើលហ្នឹងគាត់ចាប់អារម្មណ៍ហើយភាពស្រស់ស្អាតទូទៅតាមរដូវកាលដោយរដូវកាលនេះគឺរដូវកាល green season អញ្ចឹងយើងបង្ហាញយើងថតបង្ហាញពីទេសភាពដែលស្អាតពីដូចថាតាមប្រាសាទឬក៏កន្លែងណាមួយទេសភាពដែលយើងអាចមើលទៅថាវាស្អាតហើយវាពណ៌ green ខាងនេះអញ្ចឹងយើងព្យាយាមក្នុងការបង្ហាញកន្លែងបែបហ្នឹងឲ្យបានច្រើនដោយសារទៅតាមរដូវកាលហើយម្ហូបអាហារនិងកន្លែងស្នាក់នៅពេលដែលយើងទៅដល់កន្លែងដូចយើងដើរលេងឧទាហរណ៍ថាយើងដើរលេងទៅដល់កន្លែងណាមួយអញ្ចឹងម្ហូបអាហារនៅទីនោះគឺមិនដែលមានអនាម័យកន្លែងស្នាក់នៅស្អាតឬអត់ហើយតម្លៃមិនដែលសមរម្យឬក៏តម្លៃថ្លៃពេកអញ្ចឹងយើងអាចបង្ហាញប្រាប់ពីអ្នកទស្សនាឬក៏អ្នកមើលនឹងឲ្យគាត់បានដឹងថាយើងទទួលបានបទពិសោធន៍មួយនឹងអញ្ចឹងគាត់នឹងចាប់អារម្មណ៍ថាបើសិនជាកន្លែងនឹងស្អាតហើយតម្លៃសមរម្យម្ហូបអាហារក៏ឆ្ងាញ់កន្លែងស្នាក់នៅក៏ស្អាតមានអនាម័យអញ្ចឹងគាត់ប្រកាសជាចង់ទៅដូចយើងដែរអញ្ចឹងគាត់នឹងទទួលបានព័ត៌មាននឹងនៅពេលដែលយើងប្រាប់នៅក្នុងវីដេអូឬក៏នៅក្នុងមាតិកានឹងឲ្យគាត់ដឹងថាកន្លែងហ្នឹងគឺពួកគាត់អាចទៅបានដូចគ្នាដែរហើយសកម្មភាពកំសាន្តផ្សេងដូចនៅកន្លែងដែលយើងបានទៅដល់ហ្នឹងគឺមានសកម្មភាពឲ្យគេខ្លះយើងអាចលេងកំសាន្តឬក៏ទីតាំងណាបានខ្លះអញ្ចឹងចំណុចបន្ទាប់ទៀតគឺ
រៀងស្តៀងគ្នាដែរចំណុចដែលយើងទៅដល់ហ្នឹងគឺចំណុចពិសេសនៃទីកន្លែងហ្នឹងហើយទិដ្ឋភាពស្រស់ស្អាតយើងគួរបង្ហាញកន្លែងមួយណាឬក៏ប្លង់ណាដែលមើលទៅស្អាតហើយអ្វីដែលយើងអាចធ្វើបានឬក៏មិនគួរធ្វើដូចទៅប្រាសាទអង្គរវត្តឬក៏ទៅប្រាសាទផ្សេងៗអញ្ចឹងយើងគួរស្លៀកពាក់សម្លៀកបំពាក់បែបណាយើងអាចស្លៀកបានហើយសម្លៀកបំពាក់បែបណាយើងមិនអាចស្លៀកបានអញ្ចឹងអានឹងអ្វីដែលយើងអាចផ្ដល់ព័ត៌មានទៅកាន់អ្នកមើលនឹងគាត់ដឹងថាអ្វីដែលគាត់មិនគួរធ្វើបានហើយម្ហូបអាហារកន្លែងស្នាក់នៅនឹងហើយមួយទៀតគឺតម្លៃនិងការរៀបចំអ្វីដែលសំខាន់គឺតម្លៃនៅទីតាំងនឹងគាត់ប្រកាសជាចង់ដឹងអញ្ចឹងយើងអាចនិយាយបានថាតម្លៃបើសិនជាតម្លៃសមរម្យក៏យើងអាចនិយាយបានប៉ុន្តែបើសិនជាកន្លែងអ្នកខ្លះដែលគេមិនចង់បង្ហាញតម្លៃទេក៏យើងទៅតាមជាក់ស្ដែងនៃកន្លែងនីមួយៗហេតែនេះខ្ញុំចង់បញ្ជាក់តិចធ្លាប់ឃើញពាក្យ vlog ហ្នឹងតើហ៎vlog ហ្នឹងបាទការពិតពាក្យហ្នឹងដំបូងបំផុតវាចេញពីពាក្យ blog ហ្នឹងគឺសំដៅទៅលើការសរសេរបាទ blog spot blog អីហ្នឹងអាហ្នឹងគឺសំដៅទៅលើការសរសេរតែ vlog នេះគឺមូលហេតុដែលគេហៅអញ្ចឹងគឺដោយសារមានពាក្យ log ក្នុងនឹងពាក្យ log ហ្នឹងបានន័យថាការកត់ចំណាំ note ហ្នឹងអញ្ចឹង vlog ហ្នឹងសំដៅទៅលើ video log អញ្ចឹងការថត vlog ហ្នឹងគឺដើម្បីភាគច្រើនគឺគេនិយាយអំពី experience ខ្លួនឯងភាគច្រើនតែយើងក៏អាចយកអារបៀបវីដេអូហ្នឹងមកធ្វើជាវីដេអូក្នុងការផ្សព្វផ្សាយបានដែរឧបមាថាយើងជាអ្នកធ្វើការនៅហ្នឹងយើងដល់កន្លែងហ្នឹងវាចេះយើងថតចេះមកយើងនិយាយទៅនេះកន្លែងនេះខ្ញុំមកដល់កន្លែងនេះអាហ្នឹងគេហៅជាប្រភេទ vlog ហើយដែលប្រភេទវីដេអូនេះគឺវាមានសារៈសំខាន់ក្នុងការផ្ដល់ព័ត៌មានឲ្យទៅអ្នកដើរកំសាន្តព្រោះអ្នកកំសាន្តយើងជាអ្នកទេសចរដូចគ្នាបើយើងជាអ្នកទេសចរសួរថាយើងមុននឹងទៅដើរលេងឧបមាថានៅកោះកុងចុះបើរវាងព័ត៌មានហើយនឹង content គេសบายយើងមើលមួយណាចឹងភាគរយកម្រមាននរណាទៅមើលឆែកមើលព័ត៌Apa kamera ok dạng vlog từ phần đánh hay cao vlog từ phần đánh từ phần này đây là lấy con này trong cái đó hai vlog từ đó tiếp lắm tập vui này tập vui là nói cái hòa lên kia đó và mai kia đấy là mai kia thấy chào tao cô là chung cả gì cần chắc là cho anh con nó cứ diện con thành cả tao thành cả được để các đi con đi trở lại cái này là cái đó biết chưa thì ngồi những cái việc bàn hỏi những cái ta để mơ video những cái những việc của lại những sản phẩm cái của anh vẫn mơ đó ngày tháng tôi để cho bạn lại những cái việc như này việc chưa thì mình tất cả những cái bàn hỏi gì hay tí về cho từ lấy cái gọi là hồn nên đây chưa được xem tới những năm nào thìយើងcònបានถ่ายនៅក្នុងវីដេអូយើងបានថតអញ្ចឹងពេលយើងថតវីដេអូនឹងវីដេអូមកអានវីដេអូមករៀបចំគឺយើងនឹងវាយអូវចូលសម្លេងទៅតាមក្រោយបន្ថែមអ្វីដែលយើងធ្វើបានបន្ថែមនៅក្នុងវីដេអូរបស់ទៅបាននិយាយក្នុងវីដេអូទៀតទៅតាមទៀតទៅមួយហើយការនិយាយគួរនឹងការបញ្ចូលសម្លេងអញ្ចឹងជាមានពីរជួបគ្នា
ល់យើងនិយាយរឿងក្នុងវីដេអូបន្តចឹងនៅខែមេសាយើងខ្វះព័ត៌មានឬក៏យើងមិនទាន់ដឹងអញ្ចឹងពេលយើង research បន្ថែមទៀតទៅយើងដឹងពីមានប្រមូលនៅពលមានបានច្បាស់ហើយយើងធ្វើការ voice over បន្ថែមអញ្ចឹងវាបូកបញ្ចូលគ្នាទាំង voice direct និងធ្វើការ voice over នៅក្នុងវីដេអូតែមួយហើយចំណុចទី4គឺអត់មានអីផ្សេងទៀតទេដោយសារនេះគេទៅលើការប្រើប្រាស់ music background ដែលខ្ញុំបានបង្ហាញពីខាងលើដោយសារនេះវា slide នេះគឺ slide ចុងក្រោយហ្នឹងនេះតែបញ្យល់មិនតែ point នេះដូចយើងនិយាយគ្នាដូច blog ហ្នឹងទៅនិយាយនៅក្នុងវីដេអូក្រោយពេលថតនិយាយក្រោយការចូលសម្លេងវាថតហើយបានមកនិយាយតាមក្រោយខ្ញុំតែទាំង direct voice ទាំង voice over ក្នុងវីដេអូមួយក៏បានហើយនៅចុងក្រោយ play យ៉ាងពីក្រោយតាមជាក់ស្ដែងបើជួនកាលអាកន្លែងទៅនោះយើងត្រូវផ្ដោតលើយើងនិយាយថាយើងអត់ដាក់ play មិនដាក់ទៅតែយើងពីចាស់វីដេអូទេសចរវីដេអូដែលកំសាន្តតែមាន play ផងពីក្រោយកម្រអត់ណាស់យ៉ាងអត់ណាស់ក៏មានលើមតិចតិចដែរដូចខ្ញុំនិយាយលេងរឿងពេញជំរាបហ្នឹងហើយតែម្ដងជំរាបយើងដឹងតែពេញជំរាបទៅតែពេញជំរាបទៅតែឥឡូវចាប់ពីរាយនឹងធ្វើមិនទេបើស្ដាប់យ៉ាងនោះរមុំខ្ញុំចេញបានដល់សិក្ខាវិជ្ជាដែរអត់ណាជីមកដល់វងមួយស្វ័យផងការជួលប៉ុណ្ណាណៃជារៀងចំស្ដីសិរីតែមកដាក់ជួលពីទៀតបងបាត់រកទៅវិញអញ្ចឹងខាងសម្រាប់ការប្រើប្រាស់កិច្ចការក្នុងការគោលការណ៍របស់ការថតវីដេអូគឺវាប៉ុណ្ណឹងត្រឹមតែនេះហើយបើមានចម្ងល់អាចសួរប្រតែបានតាក់ទងនឹងប្រភេទវីដេអូប្រភេទ content ព្រោះតែយើងចង់ស្ដាប់លោកគ្រូហើយកំពុងតែឆ្ងល់ថាតែកន្លែងខ្ញុំត្រូវប្រើ content របស់យើងមិនក៏អាចសួរនាំបានខ្ញុំប្រាប់បានហើយបើសិនជាអត់មានសំណួរទេខ្ញុំអាចដាក់ការងារជូនធ្វើសម្រាប់សប្តាហ៍គាត់ព្រោះលើថាសប្តាហ៍ក្រោយទៅគោផងតែថាឥឡូវនេះពេលល្ខាយើងអត់ទាន់បានអនុវត្តទៅលើកិច្ចការជាក់ស្ដែងទៅដល់ថ្ងៃជាក់ស្ដែងតែបើសិនជាឆ្នាំទៅតើយើងរៀបចំសប្តាហ៍ក្រោយមុននឹងទៅយើងបរៀនបន្តិចសិនហើយចាំទៅដើម្បីឲ្យដឹងថាក្នុងខែខាងវាមានអីខ្លះពេលមិនទៅខាងក៏រូបទៅមិនវាយើងយល់ខំពេលនេះដូចយើងមើលដូចគូនេះតែកាត់វាមានអីមកអូមានវីដេអូលើវីដេអូមានវីដេអូលើវីដេអូតោះបើសិនយើងក៏យកទៅអនុវត្តអ្វីដែលយើងមានរ៉ែគឺអាចចូលបានពីព្រោះយើងញ៉ាំអត់មែនទៅរៀនខ្លួនទេពេលទៅគឺឯងចែកតាមតាមបាទហើយតែក្រុមភាសាបានមួយទៅថតម៉ោងបើដល់ថតទាំងអស់គ្នាអត់គ្រប់ទេ2ម៉ោងបើម្នាក់ចង់បានចេះចង់បានចង់អស់ម៉ោងបាទគឺបានថតសិនជាយើងយកទៅរសៀលរសៀលអាចបងខាងទីដល់ទៅនៅគូពើដៅអាចមកដល់សប្តាហ៍ក្រោយហ្នឹងតែមានវិបត្តិអីទៅសួរអ្វីអស់ហើយណាជាអនុវត្តវាមិនសូវដែរឥឡូវនិយាយបើសិនជាអត់មានសំណួរអីទេខ្ញុំសូមដាក់ការងារជូនមួយតែការងារនេះវាមិនធ្វើពោទេស្រាវចង់ឲ្យថតវីដេអូថតពីអីក៏បានដែរចង់ថតរបៀបមិនក៏បានដែរតាមចិត្តយើងធ្វើទៅហើយរយៈពេលកុំឲ្យក្រោម10វិនាទីថតវីដេអូទុំយកលើ10វិនាទីហើយក្រោម10វិនាទីទេព្រោះក្រោម10វិនាទីអត់មើលដឹងថាចង់ថតពីអីអញ្ចឹងលើ10វិនាទីថតតែវីដេអូថតក៏បានចង់និយាយចូលវីដេអូណែនាំអីក៏បានតែបើសិនជាថតវីដេអូសតសូមបញ្យល់ផងថាថតនឹងចង់និយាយពីអីហើយចង់សម្ដៅទៅហើយបើសិនជាអ្នកណាមានលទ្ធភាព edit
đặt lên lại bán có số cái mà và khách hàng trong đó có bán nhưng có ta bảo vậy để chúng anh liên tục ra rồi và càng thì với dân chân ở đây để dân chân đến từ chân đến hàng tháng cũng thích này đến còn chứ viên nhiên cũng đặt này là bởi vì xua về cái to chết đấy của nhau ai cũng rơi ra mà bây để dân chân bạn rồi còn mà đá cũng thích vòng lúc ở đôi kia thì ai ca có biết đôi chỉ sợ là bạn đôi đá hay là sợ là bạn nói cứ phải phê nói cứ phê hỏi và trong tiền ngọt bán tôi là châu phê về rất là tiền sao anh chỉ cà phê tiền còn là chết đấy thì bạn đừng cô dương bây bên tuần này hai đứa dương đang tới là đẹp sao là bạn sau phải chạm bao kỳ bạn cầm khi mà tay vào còn rồi mình đẹp sao là bạn chung chi nào mua để trong tâm than cài giúp paper nào lên đây và nè để chung sao là bạn để chung chi sao để chung sao là bạn bây giờ giúp trang tay trang tra một con hai còn phi nào và qua tăng đi bay nào buồn nào màu chẳng các bạn được không dẫn dương vì hạ hẹp ní sao phải sang lưng hỏi đò xài đò hà hỏi chân dương trời tái vô nhiều sớm mình riêng cho phải trời phương được các bạn rồi mình nhìn thấy theo cái đấy tiền vô rồi mình sẽ này ví dụ là mình sẽ riêng luôn dẫn cái cá nhưng một lực sạc mấy một video hỏi bạn đọc video lớn chia một cái video rồi để chia một cái video to tí tiền của bán thì đây của bán chọn được chỗ lên luôn hay của bán hoặc của bán hay là dùng cái bên phía đặt lên để mà thì trong mưa là cao thì có gì vô cái số của bạn có đây cho bạn rồi số của nhung video này tam số và có đây của nhung video này tam đây làm sao thì chuyện này thì gì rồi ấy việc này ông nên dùng hai bạn nên dùng cái này dạ hả mà này video mùi và với thì không video năm của mình làm người nào xong cho nên là có đại nhất là phải để nó phải không là phải có được cái này và sinh dịch cho gọi tới tam xong áp sổ và rồi dừng trong Facebook dừng trong video play dừng trong video là trong Facebook và cái đấy to bay tin nào còn bây giờ nó thấy cho rồi dẫn recommend cái số hay là giờ trao cũng lên mang số trên cái đấy xây nó tài để tụi khán họ bán hay nên là đi trong cái sao nó nhà chơi chơi mà phải là bây giờ gì chơi chui mơ hồ về ca thơ video nhưng vật chụp bị bạc thì mùi được trong cái ý cứ nghe thơ video thì thơ hết người nên từ ở đây thì dương thì đang không video không yên cũng mà hỏi các chỗ group mơ ngọt nè mà mẹ nó mình thì mới trang khi nó sai cho án mà nên là mẹ sao nó xôm chân không có sai cái video bạn ô nè ô nè miếng có ô tao đừng đừng việc về cao cái cái lo trên những dây trên chân là những hai trên chân của tôi rồi thế giống như đây trong suốt này sân để chơi thò sáng cứ siêu sạc người ta mới biết luônสำหรับการตื้อสำหรับผู้ชื่อตัวแต่สร้างโก้เป็นต้มจะเย็นตื้อพอเป็นนะของมาได้แล้วก็พาไปถึงยมได้เอาไปถึงยมผู้ยมไงร้องแต่สาเป็นง่ายคือหล่อจีแต่ตรงนี้ได้บอกมายืมหนุ่มวัวเป็นไทยยืมยืมตื้อจะได้ตื้อและส้มไปเจี๊ยบคาเฟ่เด็ดตื้อส้มตรีมพลังหายvậy là có cái file mình cô ngày bây giờ họ không được thế nhưng dùng số đây luôn chung đấy
bài tức của nhóm đi luôn ta đi ăn ngón nâng lên lại trên cả con rồi bây giờ coi vô máu vô mà sân nó luôn luôn hàng đi vô máu hả và hàng đi vô máu xuống vô bằng đi vô nghe rồi mà cái lô mình là trong tình tài ok vô máu ban đi không coi chưa đây đây vô máu ban rồi nè bay nè viên ball chạy tới viên luôn mình là lo chuyện này chạy viên luôn nè tay cho lọc lưng video cái lọc lưng phải ngon xài nè mới trai từ khu trai tôi có thọ ta phải lọc lưng đi bỏ được cái một chút biết mới jadi chạy cái viên luôn thấy một cái trend viên luôn nó một cái trend viên ok dân là Cả đi ngày nắng tự nhiên tay còn nắng còn tôi một bốn sai một lấy phòng mới từ về các bạn tại những cái sự việc xưa được không trăm trăm cái đó thì mình thể không sao mà cho nên ở tuần tay đúng không nè bàn tay này nhưng mà mình hỏi ở tận mắt cũng cái này nhớ tự là mình đưa cho